ចាជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរមកជួបយើងខ្ញុំទាំងពីរនាក់នៅក្នុងទូទស្សន៍សម្លេងអ្នកស្ការខ្មែរដែលផ្សាយផ្ទាល់ពីប្រទេសអាល្លឺម៉ង់នាទីក្រុងមូនិកនៅក្នុងឱកាសនេះមុននឹងចាប់ផ្ដើមទៅដល់កម្មវិធីនៃការជជែកពិភាក្សាគ្នាតាក់ទងអំពីអយុត្តិធម៌សង្គមសប្តាហ៍នេះដែលយើងមើលឃើញហើយនឹងការឈឺចាប់ដែលខ្ញុំបានឃើញថ្មីនេះហើយថ្ងៃនេះគឺប្រធានបទយើងចង់ដាក់ស្ដាច់ខ្មែរដែលជាមលុបរបស់ពលរដ្ឋខ្មែរហ្នឹងណាចង់ដាក់នៅដីលក់ដល់ណាទៀតឬមួយក៏ប្រជានឹងអាចប្រជាវិន័យប្រជាឲ្យលែងលឺសម្រែកនៃការឈឺចាប់របស់ប្រជានរាជរបស់ខ្លួនប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទនេះខ្ញុំក៏សូមឲ្យសូហ្វីស្វាគមន៍ទៅដល់បងប្អូនយើងហើយបន្តមកខ្ញុំក៏មានការនិយាយតាក់ទងអំពីដំណើរទៅដល់សហរដ្ឋអាមេរិករបស់យើងខ្ញុំទាំងពីរនាក់ផងដែរចាអញ្ជើញសូហ្វីចាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube និងបណ្ដាញ Facebook ទាំងអស់គ្នាទូទាំងពិភពលោកសួស្តីទាំងអស់គ្នាចាហើយមុននឹងចាប់ផ្ដើមសូហ្វីស្វាគមន៍ទៅដល់បងប្អូនយើងបន្តិចសិនទៅយើងស្វាគមន៍ទៅដល់ពួកគាត់ណាហើយឈ្មោះពួកបងប្អូនសិនពួកអីសិតតែអ្នកដែលថាស្វាគមន៍បងប្អូនយើងគាត់ថាស្វាគមន៍ចូលតែងតែចូលមកលើកទឹកចិត្តនឹងតាមដានណាជួយ share ជួយចែកចាយបន្តទៅដល់ក្រុមការងារយើងជាកម្លាំងចិត្តមួយសំខាន់ណាស់សម្រាប់ពួកយើងទាំងអស់គ្នាក្នុងការចូលរួមក្នុងសង្គមនេះរស់កណ្ដាលស្ពានស្រែងចាសួស្តីរស់កណ្ដាលស្ពានស្រែងស៊ីណាពេតហេតុទូរស័ព្ទម៉ែក្មេងមើលឃើញអស់ទេផ្កាម្លិះសូហ្វីមើលឃើញសូហ្វីជួយហៅផងពួកម៉ែក្មេងមើលអត់ទេមកមើលគ្នាឃើញនៅគ្នាក្នុងស៊ីណាទេពមកវុតហ្នឹងហើយសួស្តីបងស៊ីណាទេពហើយណារីសួស្តីហ្នឹងហើយហើយរាជនីសាំចាសួស្តីរាជនីសាំសួស្តីណារីចាណារីស្រីច័ន្ទវាសនាបងខ្មែរចាសួស្តីចេនុតខ្មែរអង្គរចាចេនុតខ្មែរអង្គរហ្នឹងគឺថាគាត់គឺជា fan កាប់មុខរបស់ពួកយើងហើយរបស់ទូទួលអ្នកសិកាគឺគាត់តែងតែមានវត្តអូជំរាបសួរម្ចាស់បងឆេលីសាំចាម្ចាស់បងកតុយហេម្ចាស់បងចិត្តអស់ហើយកតុយហេបងកតុយខ្ញុំ profile អត់ចំណាំមើលតែបងអើយចិនបោះអីបោះគ្រឿងឲ្យបោះខ្ទិះបោះអីឆ្ងាញ់កាពិផាវកាពិផាវខ្ញុំយកកតុយហេសូហ្វីគាត់យកកាពិផាវហ្នឹងហើយគាត់ហោះភ្លាមលើឡើងលើតែលើរឿងខ្លួនញ៉ាំបានដឹងរឿងឬក៏ថៅដឹងជូនពរបងមានសុខភាពល្អមែនអនាគតរុងរឿងបងជូនពរតម្លៃ3អាយុប៉ុន្មានអ្នកដែរសុខហ្នឹងហើយសុខសាន្តសុខសឹកនេះអរគុណច្រើនVH សុខញ៉ាចាអរគុណច្រើនអរគុណខ្ញុំក៏សូមជូនពរបងប្អូនហើយប្រុសកញ្ញាញ់បារម្ភថ្ងៃស្អែកហេមជុំសាំចាឈិនសាំអរគុណខ្លាំងមែនទែន No More ចាតែកំពុងមានវត្តមានហើយមុននឹងចាប់ផ្ដើមខ្ញុំក៏មានការចង់ប្រាប់ផ្ដាំផ្ញើទៅបងប្អូនចង់ជម្រាបបងប្អូនតាក់ទងនឹងរឿងដំណើរពួកខ្ញុំទៅដល់ទឹកដីអាមេរិកនេះចាអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមឲ្យសូហ្វីនិយាយមុនសិនចាចាប់ផ្ដើមសូហ្វីហ្នឹងហើយជាពិសេសគឺអរគុណបងប្អូននៅសហរដ្ឋអាមេរិកជាច្រើនទាំងអស់គ្នាហ្នឹងហើយទាំងក្រុមការងារទាំងថ្នាក់ដឹកនាំទាំងបងប្អូនអ្នកគ្រប់គ្រងទាំងពលរដ្ឋទាំងអស់គ្នាគឺថាមានការគ្រប់គ្រងដំណើរពួកយើងទៅសហរដ្ឋអាមេរិកជាច្រើនហើយនឹងអរគុណនឹងទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែលផ្ដល់ក្តីស្រឡាញ់និងការទុកចិត្តនិងការលើកទឹកចិត្តហើយនឹងក៏ជូនធ្វើដំណើរគ្រប់កន្លែងឲ្យពួកយើងខ្ញុំបានធ្វើដំណើរសឹងគ្រប់កន្លែងទីកន្លែងចាបានស្គាល់គ្រប់ទីកន្លែងគឺពួកយើងទៅដល់កន្លែងណាមានបងប្អូនកន្លែងនេះក៏គាត់ជូនពួកយើងដើរលេងទៅកន្លែងណាគឺជូនពួកយើងដើរលេងគឺថាអរគុណច្រើនដល់តែមែនទែនបើសិនជាគ្មានបងប្អូនដែលការគ្រប់គ្រងទាំងអស់ទេគឺពួកយើងខ្ញុំក៏គ្មានសមត្ថភាពដើរបានគ្រប់កន្លែងដែរហ្នឹងហើយការគ្រប់គ្រងរបស់បងប្អូនគឺជាការដែលលើកទឹកចិត្តរបស់ពួកទៅលើកទឹកចិត្តពួកយើងខ្ញុំទាំងអស់គ្នាដែលពួកបងប្អូនឃើញថាពួកយើងខ្ញុំធ្វើកិច្ចការសង្គមនេះដើម្បីប្រយោជន៍យើងទាំងអស់គ្នាអញ្ចឹងទឹកចិត្តរបស់បងប្អូនដែលគ្រប់គ្រងពួកយើងខ្ញុំគឺបញ្ជាក់ថាគឺខ្មែរយើងអត់បែកបាក់ទេខ្មែរយើងគឺសាមគ្គីគ្នាល្អណាស់ខ្មែរយើងនៅតែមានមនសិការជាតិជួយជាតិទាំងអស់គ្នា
អញ្ចឹងហើយសូមឲ្យបងប្អូនទាំងអស់គ្នាបន្តគ្រប់គ្រងនិងលើកទឹកចិត្តណាលើកទឹកចិត្តពួកយើងខ្ញុំដែលធ្វើកិច្ចការសង្គមក៏ដូចជួយលើកទឹកចិត្តបងប្អូនយើងក្នុងស្រុកខ្មែរដោយសារតែបងប្អូនយើងស្រុកខ្មែរគាត់អត់អាចបញ្ចេញមតិបានគាត់អត់អាចនិយាយអ្វីបានគាត់ធ្វើអ្វីបានអញ្ចឹងហើយមានពួកយើងខ្ញុំគឺនិយាយនិងបញ្ចេញការឈឺចាប់ជំនួសបងប្អូនស្រុកខ្មែរទាំងអស់នេះហើយធ្វើឲ្យពួកយើងខ្ញុំមានទឹកចិត្តបន្តការងារបន្តទៅទៀតដើម្បីជួយខ្មែរយើងទាំងអស់គ្នាហើយអរគុណច្រើនដល់មែនទែនបងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងអ្នកគ្រប់គ្រងទាំងថ្នាក់ដឹកនាំទាំងអស់ហ្នឹងគឺថាយកចិត្តទុកដាក់នឹងដំណើរផ្សងព្រេងរបស់ពួកយើងទៅលេងសហរដ្ឋអាមេរិកអរគុណច្រើនចាខ្ញុំសូមបន្ថែមពីលើសូហ្វីអ្វីដែលសូហ្វីបានធ្វើអធិប្បាយនិយាយមកហើយខ្ញុំក៏ក្នុងនាមជាក្រុមការងាររបស់ទូទួលអ្នកសកម្មមួយដែរហើយនឹងក៏ដំណើររបស់ខ្ញុំទៅដល់ទឹកដីអាមេរិកនេះពីអ្នកខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិនិងថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនបងខិនចាគាត់នៅរ៉ូដអៃឡែនហើយក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីនៅក្នុងសហរដ្ឋអាមេរិកនៅ Long Beach នៅ Lynn នៅ Boston នៅ Lowell ថាគ្រប់ទីកន្លែងតែម្ដងដែលបានចាពេលដែលនេះឱកាសដែលមានវត្តមានពួកខ្ញុំនៅលើទឹកដីអាមេរិកនោះគឺបងប្អូនមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពួកខ្ញុំថ្ងៃដែលបងខិនគាត់ធ្វើពិធីទទួលពួកខ្ញុំគឺថាថ្ងៃនោះបើសិនខ្ញុំទឹកអត់ជាប់ខ្ញុំស្រែកយំហ៊ូតែម្ដងខ្ញុំរំភើបពេកយំនឹងមិនមែនយំដល់ការឈឺចាប់យំអីយំនឹងក្តីរំភើបយំនឹងការស្រឡាញ់ការស្វាគមន៍ការទទួលព្រោះក្នុងនាមយើងជាពលរដ្ឋហើយយើងប្រើសិទ្ធិជាពលរដ្ឋចេញមកចូលរួមបញ្ចេញមតិក្នុងរឿងសង្គមហើយយើងមើលឃើញពីការស្រឡាញ់ការគាំទ្រការលើកទឹកចិត្តខ្ញុំរំភើបខ្លាំងមែនទែនខ្ញុំសូមអរគុណទៅដល់បងប្អូននៅរដ្ឋអៃឡែនដែលមានការទទួលស្វាគមន៍ដោយទឹកមុខញញឹមញញែមស្វាគមន៍ពួកយើងហើយរាល់តែពេលពួកយើងធ្វើដំណើរទៅណាមកណាអញ្ចឹងនៅពេលពួកយើងចូលផ្សារក៏ដោយនៅពេលបានជួបបងប្អូនគាត់ឃើញយើងគាត់ថាអូម៉ែក្មេកកូនផ្សារម្ដងហ្នឹងឯងហើយគាត់មើលទៅគាត់ស្វាគមន៍គាត់ស្រឡាញ់រាប់អានយើងណាសំបីតាខ្ញុំជួបជាមួយនឹងមិននិយាយណាសំបីតាពួកគណៈបកប្រជាជនវាជួបពួកខ្ញុំផ្ទាល់វាថាចំពីអ្នកម៉ែកូននេះមកមែនចាគេអត់មានប្រើអញទឹកមុខស្អប់ខ្ពើមឲ្យយើងទេគឺគេបង្ហាញនៅទឹកមុខញញឹមញញែមអានេះវាទោះបីគេមិននិយាយថាស្វាគមន៍ការមកដល់ប្រទេសអាមេរិកទេក៏គេបង្ហាញពីទឹកមុខញញឹមញញែមអញ្ចឹងមិនថាយ៉ាងណាយើងជាខ្មែរទោះបីយើងមាននិន្នាការគណៈបកខុសគ្នាយ៉ាងណាក៏ដោយតែយើងជាខ្មែរយើងជាឈាមខ្មែរបុរាណទឹកដីអាមេរិកគឺជឿនលឿនគេគឺជាប្រទេសដែលគេថាប្រទេសមួយជាប្រទេសដែលប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យពលរដ្ឋរស់នៅដោយស្មើភាពគ្នាមិនថាអ្នកមានអ្នកក្រគឺរស់នៅមានសិទ្ធិស្មើគ្នាទោះបីទឹកដីអាមេរិកវាសម្បូរទៅវាមានអ្នកអត់ការងារធ្វើមានប្រជាពលរដ្ឋដែលរស់នៅដោយគ្មានផ្ទះសម្បែងមានគ្រប់រសជាតិមានគ្រប់រូបភាពខ្ញុំបានទៅឃើញក៏ប៉ុន្តែបើសិនជាសួរខ្ញុំថាតើខ្ញុំនឹងចង់ទៅរស់នៅទឹកដីអាមេរិកទេអត់ខ្ញុំនៅតែជ្រើសរើសយកទឹកដីអឺរ៉ុបរស់នៅដដែលមូលហេតុអីមកពីយើងទម្លាប់ជាមួយនឹងទឹកដីអឺរ៉ុបប៉ុន្តែទឹកដីខ្ញុំចង់រស់នៅរហូតដល់ជីវិតចុងក្រោយគឺទឹកដីកំណើតរបស់ខ្ញុំគ្មានទីណាមានសេចក្តីសុខហើយយើងរស់នៅដោយមោទនភាពរស់នៅដោយគេហៅថាអំនួតដើរពើងទ្រូងជាងទឹកដីកំណើតរបស់យើងឯងមិនមែនថាយើងមកនៅអឺរ៉ុបយើងមកនៅអាមេរិកយើងហឺហាយើងលយដើរពើងទ្រូងអត់ទេទឹកដីដែលយើងរស់នៅដោយអំនួតដោយមោទនភាពគឺទឹកដីកំណើតរបស់យើងគឺយើងប្រើភាសារបស់យើងហើយជាទឹកដីមួយផ្ដល់នូវកំណើតឲ្យយើងទើបយើងមានមោទនភាពណាសម្រាប់ខ្ញុំអញ្ចឹងហើយក្នុងពេលជាមួយគ្នានេះដែរខ្ញុំក៏សូមជូនពរទៅដល់បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈគ្រប់ទិសទីពិសេសគឺថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិក៏ដូចជាថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនបងខិនបងសវណ្ណបងបុប្ផាបងភាលោកមេភូមិណល់មេភូមិhọcចិត្តលោកខ្ញុំសូមខ្ញុំទាំងពីរនេះខ្ញុំសូមថែមកន្លែងហ្នឹងបន្តិចខ្ញុំសូមចាប់ចូលកន្លែងហ្នឹងបន្តិចជាពិសេសគឺអរគុណលោកតាបុតប៊ុនតេងលោកព្រះសង្ឃអរគុណខ្លាំងណាស់អរគុណខ្លាំងតតែមែនតើគឺគាត់បានជួយទិញសម្បត្តិកប៉ាល់ហោះជួយឲ្យពួកយើងតែថាមានការគាត់ជំនាញដំណងមិនមែនប្រជាជនចំណាយឲ្យយើងទេគឺប្រជាជនបានជួយរៀបចំតំណាក់តំណងរៀបចំនៅកម្មវិធីក្នុងការដើរកម្សាន្តឬក៏ទៅណាបណ្ណាគឺប្រជាជនចាត់ចែងឲ្យយើងជួយគឺថា
ស្មោះត្រង់ជួយដោយភេទរៈភាពជួយដោយគឺថាមិនគិតពេលវេលាណាបដិជគុណគឺថាមានកម្មមានញឹកជាលោកគាត់រវល់យ៉ាងណាក៏ដោយគាត់ឆ្លៀតទិញសម្បត្តិកប៉ាល់ឲ្យយើងម្នាក់តម្រងទិញឲ្យដូរ2 3ដងមិនគឺគាត់ជួយទាំងអស់ជួយ check យូរគឺថាមក complain តែម្ដងអរគុណលោកតាតតែមែនទេកៅផិនបើចង់អួតទៅណាឲ្យម៉ែហែងជួយគក់ទ្រូងឲ្យផងទៅណាអដេរឆានអញកំពុងនិយាយអ្វីដែលជាការពិតដែលអញបានជួបប្រទេសសមត្ថភាពហែងបើប្រៀបធៀបមួយអញនៅបាតជើងអញណាអាកៅផិនហែងក៏មិនចង់មកបដូរចង់មកប្រៀបមួយអញណាម៉ែក្មេកមិនចាំថាអាកៅផិនហ្នឹងឯងសំបីតាហ៊ុនសែនសមត្ថភាពវាមិនស្មើបាតជើងយើងទេខ្មែរវិញទេពិសេសចាន់សម្រាប់ខ្ញុំបេះដូងខ្ញុំហើយហេតុអីបានជាខ្ញុំរស័ព្ទថ្ងៃនេះខ្ញុំចេញមកមានសកម្មភាពក្នុងរឿងសង្គមដោយសារតែខ្ញុំស្រឡាញ់ទឹកដីខ្មែរខ្ញុំអត់ចង់បាត់បង់អ្វីជារបស់ខ្មែរសួស្ដីអាណាតកូស្មេតិកសិពើសួស្ដីសិពើជំរាបសួរបងព្រៀបអ៊ីនបាថនចាខ្ញុំរិទ្ធិយាចាខ្ញុំស្រឡាញ់ទឹកដីខ្មែរខ្ញុំចង់រក្សានៅអ្វីដែលជារបស់ខ្មែរចង់ឲ្យបានពួកយើងបញ្ចេញសកម្មភាពមកដោយមិនខ្លាចអីនឹងយើងចេញមកក្នុងបញ្ចេញមតិក្នុងរឿងសង្គមនឹងមូលហេតុនឹងហើយក្នុងពេលជាមួយគ្នានេះដែរខ្ញុំក៏សូមបញ្ជាក់ប្រាប់ការធ្វើដំណើររបស់ពួកខ្ញុំមានបងប្អូនមួយចំនួនណាខ្ញុំមួយចំនួនតូចទេខ្ញុំសូមបញ្ជាក់នៅគ្នាក្នុងឱកាសនេះជាអឡារឹកតែម្ដងការធ្វើដំណើររបស់ពួកខ្ញុំនេះគ្មានការជួយឧបត្ថម្ភជាលុយកាក់ពីនរណាទេទិញសម្បត្តិកប៉ាល់អត់អត់ទេខ្លួនឯងចំណែកខ្ញុំមានការជួយឧបត្ថម្ភមែនគឺពីប្តីខ្ញុំចាបើប្តីខ្ញុំមិនអនុញ្ញាតក៏ខ្ញុំគ្មានវាសនាបានដើរអញ្ចឹងដែរហើយបើប្តីខ្ញុំមិនផ្ដល់ឱកាសឲ្យខ្ញុំទេក៏ខ្ញុំគ្មានសមត្ថភាពនឹងធ្វើដំណើរអញ្ចឹងដែរគឺអ្នកដែលជួយផ្គត់ផ្គង់ខ្ញុំឧបត្ថម្ភខ្ញុំចំណាយពីក្បាលចុងជើងឲ្យខ្ញុំសពបែបយ៉ាងគឺប្តីខ្ញុំក្រៅពីប្តីខ្ញុំអត់មានទេខ្ញុំសូមជម្រាបទៅបងប្អូនតែមានការយល់ច្រឡំថាណែខ្ញុំពីរអ្នកនឹងធ្វើដំណើរទៅមានអ្នកនេះឲ្យលុយអ្នកនោះឲ្យលុយអត់មានទេសូហ្វីលុយក្បែរទៅហ្មងម៉ៃក្មេងអីមានប្តីថាប្តីជួយឧបត្ថម្ភជ្រឹមចេះឯងអត់ប្តីក៏គេថាឯងលក់ក្បាលទៀតនិយាយអត់ចេះគិតទេយ៉ាប់មែនអញ្ចឹងសូមបញ្ជាក់ទៅវិញណាពួកខ្ញុំប្រើថវិកាផ្ទាល់ខ្លួនឯងនឹងអត់បានទទួលការជំនួយពីអ្នកណាទេគាត់តែខ្ញុំមានប្តីហើយប្តីខ្ញុំមិនមែនជួនកាលមានលុយហើយទៅអត់បានទៀតបើមិនមានការអនុញ្ញាតពីប្តីណាប៉ុន្តែខ្ញុំសំណាងប្តីខ្ញុំអនុញ្ញាតចឹងខ្ញុំអាចចេញដំណើរបានហើយសូហ្វីគាត់ប្រើថវិកាដែលគាត់សន្សំទុករបស់គាត់ណាដើម្បីទៅត្រឹមមិនមែនត្រឹមតែយើងបានទៅដើរលេងកម្សាន្តគ្រប់ទីកន្លែងទេយើងថែមទាំងបានចូលរួមធ្វើកិច្ចការសង្គមជាមួយនឹងថ្នាក់ដឹកនាំសង្គ្រោះជាតិទៀតវាជាសំណាងជាជោគវាសនារបស់ខ្ញុំដែលបានណានេះឱកាសដែលខ្ញុំទៅដើរលេងកម្សាន្តហ្នឹងមានវត្តមានថ្នាក់ដឹកនាំសង្គ្រោះជាតិគឺលោកប្រធានស្ដីទីសំរងស៊ីលោកបានអញ្ជើញទៅអាមេរិកដែរហើយយើងបានចូលរួមសកម្មភាពសង្គមអរគុណខ្លាំងមែនទែនថ្នាក់ដឹកនាំសង្គ្រោះជាតិដែលផ្ដល់ឱកាសណាផ្ដល់ឱកាសឲ្យយើងទាំងពីរនាក់បានឆ្លៀតពេលដល់ឆ្លៀតពេលនោះបានចូលរួមនៅក្នុងរឿងសង្គមដែរខ្ញុំបានចូលរួមបដកម្មនៅទីក្រុង Lowell ដើរចម្ងាយ6ម៉ៃលវាស្មើនឹងជិត10គីឡូម៉ែត្រអញ្ចឹងណាពីយ៉ា6ម៉ៃហ្នឹងហើយដើរឡើងសូហ្វីអូយដើរកំពងជើងខាងលើទៅហោមអាបាតជើងកំពងអាខាងលើជើងកំពងដែលនេះក្នុងឱកាសនេះខ្ញុំមានតែជូនពរទៅដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរសូមមានសុខភាពល្អហើយសូមឲ្យដំណើរការងាររបស់ថ្នាក់ដឹកនាំសង្គ្រោះជាតិសូមទទួលជោគជ័យដើម្បីនាំនៅសិទ្ធិសេរីភាពពេញលេញជូនទៅដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរចា៎ហ្នឹងហើយពួកយើងគ្រាន់តែចេញមកថ្លែងអំណរអរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតហើយសប្បាយខ្ញុំសប្បាយចិត្តណាស់ខ្ញុំទៅវត្តភ្នំសេរីហ្នឹងឃើញបងប្អូនពុទ្ធបរិស័ទចម្រោះជើងវត្តចម្រោះជើងវត្តចឹងគេហៅផ្លេចនៅជើងវត្តហ្នឹងហើយគាត់មានការសាមគ្គីគ្នាការស្រឡាញ់រាប់អានគ្នាធ្វើចំណីអាហារមកវត្តអីជួបជុំគ្នាដែលឃើញពួកយើងទៅអញ្ចឹងគាត់ធ្វើមហូបអាហារស្វាគមន៍គឺថាអរគុណបងប្អូនច្រើនទៅតែមែនតែនណាដែលនៅហ្នឹងហើយអរគុណទៅដល់បងសម្បត្តិនៅ Las Vegas ចាបងសម្បត្តិដូចបងហ្នឹងដែលបានថ្ងៃដែលពួកយើងទៅហ្នឹងក៏គាត់មានការធ្វើរៀបចំពិធីទទួលស្វាគមន៍ដល់ពួកយើងហើយគាត់មានការយកចិត្តដាក់
យកចិត្តទុកដាក់ដល់ពួកយើងនៅពេលពួកយើងមានវត្តមាននៅ Las Vegas ហ្នឹងហើយបងស៊ីណាតបងស្រីស៊ីណាតបងស្រីសុកលេងសំណប់ចិត្តទាំងពីរក៏មានការស្វាគមន៍យកចិត្តទុកដាក់លើយើងទាំងពីរអ្នកខ្លាំងមែនទែនខ្ញុំអរគុណហើយបងសម្រាប់បងMichelle សម្រាប់ចាដែលបានពេលយើងទៅបានជួបបងជាច្រើនអរគុណបងខ្លាំងមែនទែនហ្នឹងហើយបើសិនជាពួកខ្ញុំមិនបានហៅឈ្មោះបងណាក៏ដោយប៉ុន្តែពួកយើងមិនភ្លេចទេហ្នឹងហើយនៅតែចាំក្នុងពេលនោះនេះចេជូចេជូអត់ចេះសោះប៉ុន្តែហេតុតែនិស័យធ្វើឲ្យយើងបានជួបគ្នាយើងឆ្លាញ់រាប់អានគ្នាបងយើងហ្នឹងហើយគ្រប់សកម្មភាពគ្រប់ទៅកន្លែងទាំងអស់គឺយើងបង្កើតនៅអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានហើយអនុស្សាវរីយ៍នេះឲ្យធ្វើឲ្យយើងស្គាល់គ្នាចិត្តដិតគ្នាកាន់តែរឹងមាំកាន់តែស្គាល់ចិត្តស្គាល់ថ្លើមគ្នាគឺថាល្អតតែមែនតើចាសប្បាយអរគុណច្រើនហើយក៏អរគុណមួយទៀតសូហ្វីអរគុណម្នាក់ទៀតកាមេរ៉ាម៉ាន់យើងខ្ញុំមានរូបថតច្រើនដោយសារខ្ញុំមានកាមេរ៉ាម៉ាន់ពិសេសក៏ប៉ុន្តែកាមេរ៉ាម៉ាន់ខ្ញុំអត់បានទៅតាមពួកខ្ញុំដល់ទីកន្លែងទេហើយដែរបានខ្ញុំហៅគាត់ថាកាមេរ៉ាម៉ាន់ពួកគាត់ថតរួចពួកខ្ញុំស្អាតណាស់នៅពេលដែលគាត់ជួបខ្ញុំនៅវត្តភ្នំសេរីគាត់ជួបខ្ញុំនៅ Level គាត់ថតរូបឲ្យស្អាតគឺអរគុណច្រើនបងវិសាចប្រុសលោកសក្តាសូយ៉ាងគេអត់បានថតមួយពួកយើងបានច្រើនបានសូតែសប្តាហ៍នេះថតបាននៅភ្នំសេរីថតបានជុំគ្នាអង្គុយញ៉ាំបាយទាំងអស់គ្នាជួយហ្នឹងហើយគាត់ឲ្យរួលឲ្យគេណាហ្នឹងហើយអរគុណកាមេរ៉ាគាត់ហើយគាត់ហ្នឹងហេតុអីបានខ្ញុំហៅគាត់ថាកាមេរ៉ាម៉ាន់គាត់ថតស្អាតទី1ហើយទី2គាត់មិនមែនថតឲ្យតែខ្ញុំទេគាត់ថតឲ្យទាំងអស់ហើយគ្រប់គ្នាទទួលបានរូបស្អាតពីគាត់អញ្ចឹងហើយគាត់អត់មានពេលជាមួយនឹងពួកខ្ញុំថតបានច្រើនដោយសារគាត់ឥឡូវដើរថតឲ្យគេអញ្ចឹងហើយអរគុណច្រើនអរគុណខ្លាំងមែនទែនបងដែលបានរូបថតស្អាតហើយខ្ញុំឥឡូវនោះពេលណាខ្ញុំរៀងមានកម្លាំងរៀងបើថាបានធូរដៃបោកអាវបោកអីរៀបចំឲ្យស្រួលហើយខ្ញុំចាប់ដើមធ្វើវីដេអូដំណើរកម្សាន្តរបស់ខ្ញុំទៅលើទឹកដីសហរដ្ឋអាមេរិកហើយខ្ញុំមិនសំណាងមែនខ្ញុំទៅលើកនេះខ្ញុំបានដើរទៅនៅតំបន់ទេសចរសំខាន់គ្រប់ទីកន្លែងហ្នឹងហើយក៏ជម្រាបបងនៅសហរដ្ឋអាមេរិកណាដែលបើសិនជាចង់មកលេងខាងប៉ែយុរ៉ុបគឺពួកយើងទទួលបងស្វាគមន៍រៀបវិសាស្វាគមន៍បងប្អូននៅចំមកសហរដ្ឋប៉ែយុរ៉ុបហ្នឹងគឺពួកមកបាត់ជាបញ្ហាផ្ទះទូចមិនប៉ុន្តែទូចតែផ្ទះទេប៉ុន្តែទឹកចិត្តធំបែរងធំអូកុំភ្លេចម៉ែក្មេកសំណប់ចិត្តយើងក៏ល្អដែរហើយនឹងបងវីបងដេប៊ីហើយនឹងបងរីហ្នឹងហើយសម្លាញ់ចិត្តខ្ញុំគឺថាអូខ្ញុំគឺថាដើមចាគាត់គឺធំទលំទលាយណាស់ហើយនឹងបងស្រីគាត់ឈ្មោះបងរីហើយនឹងភ័ក្រស្វាមីគាត់ឈ្មោះបងហ៊ុនចាពេលខ្ញុំទៅនឹងគឺជាពេលដែលគាត់កំពុងមានទុក្ខមិនថាយ៉ាងណាទេគាត់ទទួលស្វាគមន៍យើងទាំងកក់ក្ដៅហើយបងពៅគាត់នៅរ៉ូដេឡែនហើយនឹងសេទូចណាសេទូចគឺទទួលយើងកក់ក្ដៅណាស់តាមពិតឥឡូវហ្នឹងគេពួកខ្ញុំគេអត់ទាន់ត្រូវពេលវេលាទេអញ្ចឹងហើយនៅរៀងភ្លេចភ្លាំងច្រើនព្រោះគេអត់ទាន់ឆ្អែតត្រឹមត្រូវទេមិនថាយ៉ាងណាទេគឺថារាល់សកម្មភាពពួកខ្ញុំនៅក្នុងទឹកដីអាមេរិកគ្រប់ទីកន្លែងហ្នឹងបានឆ្លាក់ជាប់ក្នុងបេះដូងពួកយើងទាំងពីរនាក់ហើយខ្ញុំនឹងធ្វើវីដេអូហើយខ្ញុំនឹងដាក់ឈ្មោះតំបន់នីមួយដែលបានយើងបានទៅកុំភ្លេចរស្មីយើងសម្រាប់ចិត្តយើងរស្មីយើងក៏គ្នាស្មីហ្នឹងហ្នឹងសម្រាប់កម្ពុជាបេះដូងដួងចិត្តដែរតារារស្មីហ្នឹងមិននិយាយណាមកកើតជាតិបងនេះប៉ាបងច័ន្ទវាសនាបងគៀបងវិសាលអូយបានដើរគឺថាបានបងនឹងគឺថានាំដើរកំសាន្តអូកាមេរ៉ាម៉ាន់យើងមកហើយកាមេរ៉ាម៉ាន់ទៅមកខ្លួនឯងហើយមិញបងបើកុំមានបងក៏មិនបានរូបថតស្អាតដែរប៉ុន្តែស្អាតគឺថាតំបងតែឥឡូវដើរថតឲ្យគេអញ្ចឹងហើយយើងអត់មានពេលវេលាច្រើនជាមួយគ្នាអរគុណច្រើនបងអរគុណខ្លាំងមែនទែននៅតាមដាក់ពេលដែលមានវត្តមានពួកខ្ញុំទៅដល់ទីនោះអរគុណបងខ្លាំងណាស់អរគុណនៅបេះដូងដ៏ធំទូលំទូលាយរបស់បងប្អូនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកហើយមានការរួមសហការគ្នាល្អណាស់ខ្ញុំសូមឲ្យការរួមសហការគ្នានេះរបស់បងប្អូនយើងនៅលើទឹកដីអាមេរិកសូមឲ្យមានបន្តទៅទៀតហើយឲ្យបានទូលំទូលាយសូមកុំមានការថាចង្អៀតចង្អល់មានការសូមឲ្យមានការអធិស្ឋានអភ័យទោសគឺខ្ញុំមើលឃើញទឹកចិត្តបងប្អូនល្អមែនទែនពិសេសបងប្អូនចំណោះជើងវត្តនៅវត្តភ្នំសេរីខ្ញុំឃើញគាត់រួមគ្នាសហការគ្នាល្អខ្លាំងមែនទែនខ្ញុំស្រឡាញ់បេះដូងនឹងទឹកចិត្តបងប្អូនខ្លាំងណាស់ស្រឡាញ់ខ្លាំងមែនទែនហ្មងបងសម្បត្តិជំរាបសួរបងទៅនិយាយដើមបងវិញមួយទៀតអតីតមិត្តចាស់ឥឡូវបានជួបគ្នាជាថ្មីមកវិញហើយគឺសម្បត្តិអរគុណបងម្ដងទៀតហ្នឹងហើយបងសម្បត្តិហ្នឹងហើយនឹងទឹកចិត្តនឹងបងហាក់ឆាយបងសម្បត្តិហើយពេលដែលវត្តមានខ្ញុំទៅដល់ទឹកដីអាមេរិកទៅដល់ទីក្រុងឡុងបិចហ្នឹងខ្ញុំក៏បានជួបដាវីណាចិត្តដាវីវ៉ាន់ទ
ទោះបីពីមុនមកយើងធ្លាប់មានភាពកម្មលកោមិនសប្បាយចិត្តនឹងគ្នាមែនប៉ុន្តែឥឡូវយើងបានជួបគ្នាយល់ចិត្តគ្នាខ្ញុំក៏អរគុណច្រើនដាវីដែលឆ្លៀតពេលវេលាដល់មានតម្លៃទោះបីថាដាវីរវល់ណាស់រវល់មមាញឹកប៉ុណ្ណាក៏ដោយហត់នៅប៉ុណ្ណាក៏ដោយឆ្លៀតពេលវេលាពីការហត់នឿយនោះឆ្លៀតមកជួបពួកខ្ញុំអរគុណមីឆេលដែលនៅឡុងបិចហើយអរគុណអ៊ំពូមីដែលយើងជួបនៅរេស្តូរ៉ង់ហាក់ហៀងអរគុណបងហាក់ឆៃដែលបានរៀបចំកម្មវិធីនិងអ៊ំពូមីដតេទៀតបើខ្ញុំមិនបានរៀបឈ្មោះក៏សូមការអធិស្ឋានអភ័យទោសខ្ញុំអរគុណនៅទឹកចិត្តបងប្អូននិងទឹកចិត្តសាមគ្គីភាពដែលបងប្អូនមានឲ្យគ្នាទៅវិញទៅមកខ្ញុំសូមឲ្យយើងបើកបេះដូងទូលាយទាំងអស់គ្នាទទួលយកនៅគ្នាទៅវិញទៅមកមានការអធិស្ឋានអភ័យទោសគ្នាសូមឲ្យខ្មែររួមកម្លាំងសាមគ្គីការរួមកម្លាំងសាមគ្គីគ្នារបស់ខ្មែរជាអាវុធមួយដ៏សំខាន់ដែលធ្វើឲ្យសត្រូវឈ្លានពានវាខ្លោចខ្លាចគឺយួនវាខ្លាចការរួមកម្លាំងរបស់ខ្មែររាល់ថ្ងៃវាប្រើគ្រប់វិធីបំបែកខ្មែរជាចម្រៀកណាដើម្បីកុំឲ្យខ្មែរនឹងរួមកម្លាំងគ្នាអាចចែកគ្នាអាចអង្គុយនិយាយគ្នាបានមិនចឹងហើយសូមឲ្យបងប្អូនខ្មែរទាំងអស់រួមសាមគ្គីគ្នាដូចជាបងប្អូនខ្មែរនៅឡុងបិចដែរខ្ញុំឃើញថ្ងៃជួបជុំគ្នានឹងសប្បាយរីករាយខ្លាំងមែនទែនហើយវត្តមានរវាងការជួបគ្នារបស់ពួកខ្ញុំនៅថ្ងៃនោះគឺថាជួបដោយថាកក់ក្ដៅជួបដោយរំភើបជួបដោយក្តីស្រឡាញ់ខ្ញុំរំភើបចិត្តខ្លាំងមែនទែនណានេះឱកាសនេះចាអរគុណច្រើនបងប្អូនហ្នឹងហើយពួកយើងមានសំណាងដែលយើងទៅជួបនឹងមនុស្សល្អតំណែងតំណងមួយមនុស្សល្អខ្មែរយើងដែលមានបេះដូងស្រឡាញ់ចិត្តល្អគឺសប្បាយចិត្តមែនទែនច្រើនបងប្រុសសម្បត្តិចាខ្ញុំអរគុណបងមែនទែនចាដែលបានទទួលស្វាគមន៍បងប្អូនទាំងពីរយ៉ាងកក់ក្ដៅបំផុតចាថ្ងៃហ្នឹងគឺយើងចាប់ផ្ដើមគឺយើងសូមថ្លែងអំណរគុណក៏ដូចជាប្រាប់ទៅដល់អ្នកយល់ច្រឡំមួយចំនួនថាវត្តមានពួកយើងនេះមានការ support មានការចេញលុយធ្វើដំណើរហើយរហូតមានអ្នកខ្លះចេញคลิปនិយាយពាក្យដែលមិនពិតមូសាថាពួកខ្ញុំនឹងបោកប្រាស់គេយកលុយជីកប៉ាល់ថាអត់ទេចាអត់បានទៅយកលុយពីអ្នកណាទេគឺលុយរបស់ស្វាមីខ្ញុំណាលុយរបស់ខ្ញុំស្វាមីខ្ញុំទេចំណែកសូហ្វីលុយរបស់គាត់ផ្ទាល់គាត់មិនបាច់តែលុយរបស់ស្វាមីមិនលុយយើងផ្ទាល់ហ្នឹងឯងខ្ញុំចាយើងចាំថាចេះថាបើប្តីយើងមិន support យើងមិនផ្ដល់ឱកាសឲ្យយើងក៏គ្មានឱកាសដែរចាហ្នឹងហើយចាខ្ញុំក៏អរគុណបងប្អូនដូចគ្នាដែរនៅទឹកចិត្តនិងការឆ្លៃរបស់បងប្អូនចាឥឡូវយើងចូលដល់ប្រធានបទដល់យើងស្វាយើងអរគុណក៏ដូចជាបញ្ជាក់ការពិតប្រាប់បងប្អូនហើយយើងចូលដល់ប្រធានបទយើងដែលយើងចង់មកនិយាយថ្ងៃនេះចាអូខេឥឡូវនឹងមុននឹងចាប់ផ្ដើមចប់សូហ្វីឯងនិយាយតិចទៅម៉ែក្មេងសូមផ្ញើលីងនេះទៅឲ្យបងវិសាចមួយបើគាត់មានពេលអាចចូលមកបានហ្នឹងហើយប្រធានបទយើងថ្ងៃនេះគឺយើងចង់កោះរំលើងដែលពួកដែលយើងដែលមានស្ដាច់ដែរណាហើយមានរឿងរ៉ាវជាច្រើនបញ្ហាជាច្រើននៅក្នុងសង្គមខ្មែរនៅក្នុងប្រទេសខ្មែរដែលនាយករដ្ឋមន្ត្រីកញ្ជះយួនបាតលូហ៊ុនសែនហ្នឹងវាចូលចិត្តយកអំណាចវាប្រើប្រាស់អំណាចវាធ្វើបាបពលរដ្ឋខ្មែរមិនមានដំណោះស្រាយទេបង្កើតតែបញ្ហាមួយថ្ងៃបង្កើតតែបញ្ហាប៉ុន្តែអត់មានដំណោះស្រាយអញ្ចឹងហើយសូមឲ្យស្ដាច់នេះដែលជាស្ដាច់ផែនដីរបស់ប្រទេសខ្មែរយើងណាដែលមានពលរដ្ឋខ្មែរកូនចៅខ្មែរដែលរស់នៅក្នុងនៅក្រោមម្លប់ស្ដាច់ស្អីគេហ្នឹងខ្ញុំចេះនិយាយណាហ្នឹងហើយអញ្ចឹងហើយសូមឲ្យស្ដាច់ហ្នឹងអូក្បាលអានាយករដ្ឋមន្ត្រីដែលវាជានាយករដ្ឋមន្ត្រីតាំងខ្លួនជានាយករដ្ឋមន្ត្រីរបស់ខ្មែរអូក្បាលវាមកសួរហេតុអ្វីបានស្រុកខ្មែរមានបញ្ហាមិនឈប់មិនឈរហេតុអ្វីកម្មករ Nagavel នេះដែលបដកម្មទៅកោតក្ររាប់ខែឲ្យមិនរកដំណោះស្រាយឲ្យគេអញ្ចឹងត្រូវឲ្យស្ដេចហ្នឹងចេញបញ្ជាអូក្បាលអានាយករដ្ឋមន្ត្រីឬអ្នកណាមួយក្នុងក្រសួងណាមួយដែលពាក់ព័ន្ធអូក្បាលវាមកសួរដើម្បីរកដំណោះស្រាយជូនរាជកុំឲ្យនៅសង្ងំដល់ណាទៀតហ្នឹងហើយបងព្រៀបវិញបងក៏ថាចេះបងព្រៀបវិញក៏ថាទៅដល់ណានៃហើយមិនក៏សួរសុកទុកអាពីលចុងភូមិវាមានភាពក្លាហានមកជួបពួកខ្ញុំពីរនាក់ហ្នឹងឯងមកជួបពួកខ្ញុំពីរនាក់ហ្នឹងឯងបានស្វាគមន៍ឯងយកខោស្លីបយកមាត់អូខេឥឡូវនេះយើងចូលដល់ប្រធានបទយើងតែម្ដងទៅណាចាសួស្ដីកំហៃសូចាយាយធួនចាសួស្ដីវុនកូនខ្មែរអង្គរចាបងប្អូនមកវត្តចាបងប្អូនហែមបើសិនជាខ្ញុំមិនបានហៅឈ្មោះអីក៏សូមការអធិស្ឋានអភ័យទោសពីបងប្អូនផងដែរនៅពេលដែលខ្ញុំចាប់ដើមប្រធានបទដល់បងប្អូនពួកអីខ្ញុំពីរនាក់នេះទៅរយហ្មងចាណាក់ណេតចាសួស្ដីឥឡូវនេះខ្ញុំយកសកម្មភាពណាព្រឹត្តិសកម្មភាពដែលខ្ញុំបានមើលឃើញដែលចង់បានធ្វើឲ្យខ្មែរសម្រាប់ខ្មែរគេឯងខ្ញុំយកសកម្មភាពនៃការបង្ក្រាប
ណាបង្ក្រាបដល់សាហាវរបស់សន្តិសុខណាសន្តិសុខរបស់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញហើយនឹងសន្តិសុខ Nagawal ហើយសន្តិសុខ Nagawal បងប្អូនណាមិនគឺជាសន្តិសុខរបស់ដែលរដ្ឋាភិបាលរបស់ក្រុងភ្នំពេញបានប្រគល់សន្តិសុខរបស់ខ្លួនឯងណាដែលជាបម្រើរាជមន្ត្រីរដ្ឋបាលហ្នឹងមន្ត្រីរដ្ឋហ្នឹងយកទៅប្រគល់ឲ្យថកែ Nagawal ទៅប្រើប្រាស់ដើម្បីបង្ក្រាបកម្មករចាហើយយើងដឹងហើយឥឡូវមុននឹងចាប់ផ្ដើមខ្ញុំចាក់វីដេអូនេះខ្ញុំក៏ប្រាប់ប្រវត្តិខ្លះមិនច្រើនទេអំពីតាក់ទងនឹងរឿងបដកម្មក្នុងការទាមទារឲ្យមានការគោរពសិទ្ធិអូបើសិនត្រៃបងជំរាបសួរបងជំរាបសួរបាទជំរាបសួរបាទជំរាបសួរនឹងធីតាអូនបងចាប់ផ្ដើមចូលមកភ្លាមយើងចាប់ផ្ដើមតែម្ដងអញ្ចឹងបងស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនយើងចាប់ផ្ដើមប្រធានបទនឹងតែម្ដងបងបាទចាំលេបាទជម្រាបសួរសាស្ត្រថ្មីដល់នាងធីតានិងនាងសូហ្វីហើយជម្រាបសួរបងប្អូនប្រិយមិត្តនេះតាមដានទូទស្សន៍មនសិការជាទីគោរពរាប់អានបាទពីខ្ញុំនៅទីក្រុងលវ៉ែននៅឡើយទេឥឡូវថ្ងៃនេះមកស្ទោទិញម្ហូបបាទហើយនៅទីនេះចាប់ដាប់ល្ងាតិចហើយព្រលឹមឡើងរឿងទឹកធ្លាក់ខ្យល់តិចអូពីការខ្ញុំទៅក្តៅខ្លាំងណាឥឡូវមិនក៏ពួកខ្ញុំចេញមកបែរជានេះវិញចឹងត្រូវហើយមកពីអ្នកអាល្លឺម៉ង់ធ្លាប់នៅតិចដល់ពេលមកគេឲ្យស្គាល់ក្តៅម្ដងអូខេក្តៅខ្លាំងហ្មងក្តៅតរលួយអត់ស្បែកចាអរគុណច្រើនបងវិសាចមិញកំពុងតែអរគុណមួយថ្ងៃអរគុណខ្លាំងមែនទែនកាមេរ៉ាម៉ាន់ប៉ុន្តែអត់មានបានរូបច្រើនជាមួយបងទេដោយសារបងឥឡូវដើរថតឲ្យគេអញ្ចឹងប៉ុន្តែខ្ញុំក៏អរគុណបងខ្ញុំបានរូបស្អាតក៏បងជួយថតឲ្យខ្ញុំដែរហើយអត់សូវមានពេលវេលាមួយពួកខ្ញុំបានទេទៅលើក្រោយទៀមទាណាបងណាទៅលើនឹងពេលវេលាតិចឲ្យឥឡូវមិនថ្ងៃនេះវិធានបទទៅពីចង់និយាយណ៎ចង់និយាយថាផ្លេចថតជាមួយកាមេរ៉ាម៉ាន់គៀកក៏ដែរតាមដែរណែផ្លេចដ្រាម៉ាមិនទេសម័យបច្ចេកទេសជឿនលឿនរឿងចង់ធ្វើអីក៏បានអូអាចតគៀកក៏បានណាអូខេនេះបងវិសាចព្រឹកមិញខ្ញុំបានឃើញព័ត៌មានមួយគឺព័ត៌មាននោះទៅកើតឡើងថ្មីក្នុងថ្ងៃសុក្រហ្នឹងទេបាននៅយើងនេះយប់នៅគេនោះប្រហែលជាបងអាចមើលតន់ហើយនៅការបង្ក្រាបដល់សាហាវខូខើយងខ្នងរបស់សន្តិសុខរបស់ក្រុងភ្នំពេញទៅលើបងប្អូនកម្មករ Nagawal ក្នុងថ្ងៃនេះហើយយើងដឹងហើយវិវាទរវាងកម្មករនិងថៅកែក្រុមហ៊ុន Nagawal នឹងវាកើតមករយៈពេល9ខែជាងវាចូលមកវាថាតាំងពីការចរចាគ្នានៅពេលដែលបងប្អូនមិនទាន់ចេញតវ៉ានឹងវាមានរយៈពេលចង់ចូលមួយឆ្នាំជាងហើយប៉ុន្តែយើងនិយាយតែរូបភាពតវ៉ានៅខាងក្រៅមានរយៈពេល9ខែជាងហើយតែមានសកម្មភាពក្នុងការចេញតវ៉ានេះថាហេតុអ្វីបានជាគេមិនព្រមរកដំណោះស្រាយជូនកម្មករឥឡូវនេះគេមិនត្រឹមតែមិនរកដំណោះស្រាយជូនកម្មករទេគេទាំងបង្កើតនៅអំពើហិង្សាវាយធ្វើបាបទៅលើបងប្អូនកម្មករហើយរូបភាពដែលបងប្អូនកម្មករគាត់ថាពីការតាមរយៈដែលសម្លេងយើងបានឃើញហ្នឹងបងប្អូនគាត់ថាកាលមុនគាត់តវ៉ាគាត់នៅមានថវិកាឥឡូវនេះគាត់ដាច់គាត់អត់មានណាអត់មានថវិកាមានអីរហូតដល់គាត់ចងតង់គាត់មកធ្វើបាយម្ហូបនៅមុខ Nagawal ហ្នឹងដើម្បីរងចាំដំណោះស្រាយរបស់ Nagawal របស់ថៅកែ Nagawal ហើយយើងឃើញមានការបង្ក្រាបវាយធ្វើបាបហេតុអីបានគេព្យាយាមគិតវេមិនព្រមដោះស្រាយបញ្ហាហ្នឹងចុះស្ដាច់នោះដែលជាមលុបដល់ត្រឆឹងត្រឆៃមលុបពណ៌មលុបជ្រៃប្រៀបដូចជាឆាប់ដល់កក់ក្ដៅសម្រាប់ពលរដ្ឋខ្មែរហេតុអីក៏មិនលឺសម្រេចនៃការជឿចាស់របស់បងប្អូនពលរដ្ឋខ្មែរឬមួយស្ដាច់នឹងអាចជាជាតិណែនហើយឬក៏យ៉ាងម៉េចបងឲ្យជួយប្រាប់បងប្អូនយើងផងឬមួយស្ដាច់នឹងក៏ជំងឺខ្លាំងឬចាក់ភ្លេងរាប់បាឡេនឹងវាខ្លាំងពេកមិនលឺសូរសម្រេចនៃការជឿចាស់របស់ពលរដ្ឋខ្មែរហើយបញ្ហាហ្នឹងកើតឡើងកណ្ដាលទីក្រុងទៀតចាក់សូមជួយបងបាទរឿងបញ្ហាស្ដាច់មួយខ្ញុំទុកមកដប់សិនខ្ញុំចង់តន់បកស្រាយបញ្ហាស្ដាច់នេះព្រោះមានប្រជាជនខ្មែរយើងភាគច្រើនណាស់ដែលចង់ជាងពាក្យកណ្ដាលនគរហើយដែលនៅគ្រប់ត្រូលស្ដាច់ដែលមើលមិនឃើញទាំងវើដែលស្ដាច់ធ្វើបើសិនតែយើងបកស្រាយខ្លាំងទៅប៉ះទង្គិចដល់ស្ដាច់ខ្លាំងធ្វើឲ្យបងប្អូនយើងប្រជាជនខ្មែរយើងមានការស្អប់ដល់ពួកយើងតែថាយើងប្រមាថមើលងាយជាស្ដាស្ដីអញ្ចឹងការពិតទៅបងយើងមានប្រមាថទេយើងគាត់ថាហេតុអីក៏ស្ដាប់មិនឮយើងយល់ហើយបញ្ហានេះខ្ញុំជឿថាបងប្អូនប្រជាជនខ្មែរក៏ទូទាំងប្រទេសហ្នឹងក៏យល់ដែរប៉ុន្តែមកពីគេយល់លេសមួយថា
ស្ដេចជាអាយ៉ងរបស់រដ្ឋាភិបាលហ៊ុនសែនហ្នឹងស្ដេចគឺគ្រាន់តែគេយកមកជាត្រីមុខជាមកដើម្បីបង្ក្រាបដល់សកម្មជនអ្នកស្នេហាជាតិបង្ក្រាបដល់អ្នកណាដែលហ៊ានរិះគន់លើស្ដេចហ្នឹងរឿងហ្នឹងដែលរបបភ្នំពេញគេធ្វើជាគេយកស្ដេចហ្នឹងមកដាក់ជាមុខហ្នឹងថាគេគោរពស្ដេចខ្លាំងណាស់ការពិតមិនមែនទេគេមិនមែនគោរពស្ដេចហ្នឹងទេគឺគេយកស្ដេចមកប្រើហើយគេគៀបសង្កត់ស្ដេចហ្នឹងមិនឲ្យធ្វើគោឲ្យធ្វើថ្លង់ឲ្យមិនដឹងមិនលឺអ្វីទាំងអស់អ្វីនៅលើគម្រោងការនៅលើកំណាប់ដៃរបស់គេដែលគេធ្វើបាបដល់ប្រជាពលរដ្ឋខ្មែរយើងឥឡូវរឿងស្ដេចហ្នឹងខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំថាបងប្អូនក៏យល់ហើយឥឡូវយើងទៀតមុនបងចង់បញ្ចប់ធ្វើស្ដេចទៅអីក្រងរាជទៅអីបើក្រងរាជព្រោះស្ដេចគឺមានអំណាចមួយស្ដេចគឺជាអញ្ញាកណ្ដាលអាចដោះស្រាយបញ្ហាឲ្យពលរដ្ឋបានចុះហេតុអីពលរដ្ឋខ្មែរកំពុងរងគ្រោះ9ខែកន្លងផុតទៅហើយគេធ្វើបាបគេវាយសន្លប់សរិនរហូតមានធ្លាក់កូនលូតកូនទៅទៀតហេតុអីក៏ធ្វើខ្លាំងធ្វើខ្វាក់ធ្វើពើមិនដឹងមិនលឺចឹងខ្ញុំសូមបងវិសាសុខខ្ញុំសូមបន្តិចបើបងឯងរឿងស្ដេចហ្នឹងក៏វាពាក់ព័ន្ធរឿងនយោបាយក៏ពាក់ព័ន្ធនឹងរឿងយួនដែលឆ្លៀនពៀនខ្មែរដែរហើយបើសិនបើយើងមិនបកស្រាយជូនពលរដ្ឋឲ្យគាត់យល់ពីរឿងស្ដេចអត់ប្រយោជន៍នេះណាអញ្ចឹងធ្វើឲ្យយើងអត់អាចធ្វើដំណើរទៅមុខទៀតបានទេយើងត្រូវតែនិយាយទោះជាបងប្អូនគាត់ខឹងថាយើងមើងងាយស្ដេចយ៉ាងណាដែរយើងអត់មើងងាយស្ដេចទេប៉ុន្តែស្ដេចហ្នឹងមិនមែនជាស្ដេចដែលយើងត្រូវគោរពស្រឡាញ់ព្រោះស្ដេចជាស្ដេចអាចងដែលគេធ្វើយើងធ្វើជាឈ្នន់នយោបាយដើម្បីឲ្យយួនឆ្លៀនពៀនខ្មែរអញ្ចឹងយើងត្រូវបកស្រាយហ្នឹងហើយបើអញ្ចឹងពលរដ្ឋទៅតែបារម្ភថាស្ដេចជាស្ដេចរបស់ខ្មែរស្ដេចនឹងអាចធ្វើអ្វីបានស្ដេចអត់អាចធ្វើអ្វីបានអញ្ចឹងយើងត្រូវតែនិយាយហ្នឹងហើយត្រូវខ្ញុំយល់ស្របតែមុនបងឆ្លើយខ្ញុំសុំសួរមួយទៀតពេលដែលពលរដ្ឋគេត្រូវគេធ្វើបាបណាពិសេសគឺកម្មករនាការវើហ្នឹងនៅកណ្ដាលក្រុងភ្នំពេញតែគេបើប្រៀបធៀបទៅសឹងអ្វីនៅជើងក្រែស្រាច់ហ្នឹងដែលគេកំពុងវាយគ្នាឡើងស្រែកទៅហូរយំហ្នឹងមិនក៏ស្រាប់មិនលឺចុះពេលដែលគេឲ្យទៅរំលាយឆន្ទៈពលរដ្ឋខ្មែរទៅរំលាយគណៈបក្សសង្គ្រោះជាតិមិនស្ដេចនឹងមានភាពក្លាហានហ៊ានធ្វើហ្នឹងហើយបាទកន្លែងហ្នឹងហើយដែលយើងមើលឃើញទង្វើភាពខុសគ្នារវាងទង្វើស្ដេចហ្នឹងចំពោះប្រជាជនខ្មែរហើយនឹងទង្វើស្ដេចធ្វើទៅលើអ្នកខាងគណៈបកប្រជាធិបតេយ្យអ្នកដែលការពារផលប្រយោជន៍ប្រជាជនអ្នកដែលការពារប្រទេសជាតិគឺស្ដេចនឹងលើកដៃរំលាយសញ្ញេរំលាយកាត់ទឹកកាត់ដីឲ្យគេរំលាយគណៈបកដែលខ្មែរស្នេហាជាតិនឹងការពិតតួនាទីស្ដេចនឹងបើយើងនិយាយក្នុងរដ្ឋធម្មនុញ្ញខ្មែរយើងគឺតួនាទីស្ដេចនឹងខ្ពស់ស្ដេចគឺជាប្រមុខរដ្ឋគឺជាតំណាងប្រទេសមួយហើយស្ដេចនឹងមានសិទ្ធិអំណាចដោយថាបើសិនជាបកនយោបាយមិនចុះសម្រងគ្នាមិនអាចធ្វើការជាមួយគ្នាបានស្ដេចមានតួនាទីសម្របសម្រួលស្ដេចគឺឈរខាងប្រជាជនស្ដេចជួយរកយុត្តិធម៌ឲ្យប្រជាជនស្ដេចគឺស្ដេចមានអំណាចអ្វីទាំងអស់បើតាមរដ្ឋធម្មនុញ្ញប៉ុន្តែស្ដេចខ្មែរយើងនេះយើងមើលឃើញហើយតាំងពីបើការចំនួនស្ដេចឪនោះគ្រាន់បើទេដល់ពេលស្ដេចកូនហ្នឹងគឺកាន់តែចោលមសៀទៀតស្ដេចឪទោះបីជាស្ដេចឪនឹងបំផ្លាញជាតិយកយួនមកលើទឹកដីខ្មែរក៏ដោយក៏ស្ដេចឪនឹងចេញមុខការពីហ៊ានថាហ៊ានអីសពគ្រប់បែបយ៉ាងមកដល់ពេលស្ដេចកូននេះបន្តនេះគឺជាប់បដ ாய் បាទគឺជាប់បរយមិនមែនមិនការពារមិនចូលរួមថែរក្សាទេមានតែបំផ្លាញមានតែចូលរួមបំផ្លាញថែមដូចខ្ញុំចង់រំលឹករឿងមួយគេថាបាវចនារបស់ខ្មែរយើងស្អីគឺជាតិសាសនាព្រះមហាក្សត្របាទគឺដល់ហើយបាវចនាទាំង3ហ្នឹងគេគ្រប់គ្រងទាំង3យើងដឹងស្រាប់ហើយស្ដេចអ្នកណាមួយគ្រប់គ្រងក្នុងរាជវង្សស្ដេចហ្នឹងគឺម៉ែស្ដេចហ្នឹងមកពីណាម្ដាយស្ដេចហ្នឹងគឺពួកខាងកើតមែនទេគឺពួកជនជាតិខាងកើតអ្នកគ្រប់គ្រងរាជវាំងហើយខាងរដ្ឋជាតិហ្នឹងចង់កំដៅទៅលើហ៊ុនសែនអ្នកដឹកនាំប្រទេសហ្នឹងហើយជាតិហ្នឹងអ្នកណាអ្នកគ្រប់គ្រងជាតិហ្នឹងគឺអាទិសខាងកើតដែរគឺប្រពន្ធនាយករដ្ឋមន្ត្រីហ្នឹងគ្រប់គ្រងទិសខាងកើតមកគ្រប់គ្រងជាតិហើយសាសនាយើងដឹងហើយអ្នកណាស្ដេចសង្ឃនៅស្រុកខ្មែរឈ្មោះសម្ដេចសង្ឃទេពវង្សមែនទេទេពវង្សហ្នឹងគឺពួកគេបញ្ជូនមកដើម្បីបង្ក្រាបសាសនាអញ្ចឹងហើយអញ្ចឹងបានគេបង្កើតជារដ្ឋធម្មនុញ្ញដើម្បីហាម5លោកមិនឲ្យធ្វើនយោបាយការពិតលោកដើរតួសំខាន់ណាស់ក្នុងនយោបាយខ្មែរតាំងពីជំនាន់បុរាណមកអ្នកក្លាហានភាគច្រើនចេញពីលោកមកដែរលោកហើយអ្នកថែរក្សាទ្រព្យសម្បត្តិថែរក្សាវប្បធម៌ប្រពៃណីថែរក្សាអក្សរសាស្ត្រខ្មែរ
រហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងកាលពីចំនួនបារាំងចំនួនមុនលោកនឹងហើយគឺជាអ្នកក្លាហានវរៈបរោះដែលលោកចេញតតាំងការពីប្រទេសជាការពីទឹកដីម្ល៉េះបានប្រជាជនមកតាមក្រោយប៉ុន្តែដល់ពេលពួកខាងកើតហ្នឹងវាខ្លាចជាងគេគឺខ្លាចស្ថាប័នសាសនាហ្នឹងបើស្ថាប័នសាសនានឹងរឹងមាំគឺវាមិនអាចគ្រប់គ្រងបានដោយយើងនៅកម្ពុជាក្រោមសប្តាហ៍ថ្ងៃគេស្ថាប័នសាសនានៅរឹងមាំបានជាមានអក្សរសាស្ត្រខ្មែរមានអីមានសាសនានៅរៀនសូត្រដែរឥឡូវយើងបញ្ចប់ប្រវត្តិសាស្ត្រប៉ុណ្ណឹងសិនយើងចង់និយាយពីបញ្ហា Nagawal ហ្នឹងកម្មករ Nagawal ហ្នឹងបើគិតជារឿងនៅក្នុងប្រទេសមួយគឺជារឿងកពិកកំពុកឬតូចបំផុតគឺជារឿងគេថាគាត់ធ្វើអញ្ចឹងគេថាដោះស្រាយបានណាប៉ុន្តែហេតុអីបានជាគេមកដោះស្រាយមកពីរដ្ឋាភិបាលនឹងវាក្រំបាយ៉ងគេពីព្រោះរដ្ឋាភិបាលរបបដឹកនាំដោយហ៊ុនសែននឹងគឺថាដឹកនាំត្រូវការលុយគេត្រូវការថវិកាច្រើនគឺពុកលុយនឹងដើម្បីមកក្រាញអំណាចម្ល៉េះឲ្យតាកែ Nagawal នឹងប្រហែលជាមានក្រុមហ៊ុនពួកតកូលហ៊ុននឹងច្រើននៅក្នុងNagawal នឹងហើយបានជាមិនហ៊ានដោះស្រាយឲ្យប្រជាជនគេមិនហ៊ានដោះស្រាយឲ្យកម្មករគឺពួកវាធ្វើឲ្យកម្មករយើងទៅថាតវ៉ាជារឿងថ្ងៃឲ្យខ្សោះទៅឲ្យបញ្ឈប់ខ្លួនឯងបើសាប់មិនបញ្ឈប់វាប្រើកម្លាំងបង្ក្រាបវាយធ្វើបាបយើងអានោះជាភាពទុនខ្សោយជាភាពអត់មួយរបស់រដ្ឋាភិបាលដឹកនាំសប្តាហ៍ថ្ងៃហ្នឹងវាធ្វើឲ្យប្រទេសជាតិអាប់អោនវាធ្វើឲ្យគេមើងងាយណាស់គ្រាន់តែរឿងប៉ុណ្ណឹងដោះស្រាយបានផងឥឡូវកូននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងដែលចង់ឡើងធ្វើនាយករដ្ឋមន្ត្រីបន្តពីអូហ្នឹងបើចង់ឲ្យមានស្នាដៃចេញមកដោះស្រាយឲ្យកម្មករហ្នឹងទៅគេទទួលស្គាល់គាត់អត់មានធ្វើអីសោះមួយវាចេញមកអួតខ្លួនតែវាធ្វើការបម្រើជាតិការពិតពួកវាជាពួកបំផ្លាញជាតិទាំងអស់បាទខ្ញុំសូមដល់ប៉ុណ្្នឹងសិនមកជូនដល់អរគុណច្រើនបងវិសាចដែលបានបកស្រាយប៉ុន្តែខ្ញុំទៅណាមិនឆ្ងាយអំពីភាពប្រងើយកន្តើយមិនខ្វល់ខ្វាយព្រោះតាមបើយោងតាមច្បាប់ណាបើយោងតាមច្បាប់ណាសិទ្ធិនឹងអំណាចរបស់មហាក្សត្រគូដល់ពេលវេលាហើយហេតុអីក៏សៀមគេគោរពស្ដេចគេម៉េះហេតុអីក៏ស្ដេចអង់គ្លេសប្រជាពលរដ្ឋគេគោរពខ្លាំងម៉េះហេតុអីប្រទេសដែលមានស្ដេចដទៃទៀតគេគោរពស្ដេចគេម៉េះឥឡូវយើងមិនបាច់លើកទៅណាឆ្ងាយនាំមកឈឺក្បាលទេនាំពិបាកបងប្អូនតាមដានមិនដល់ទេយើងលើកត្រឹមតែស្រុកសៀមដែលនៅជាប់នឹងកន្ទុយក្បិនប្រទេសខ្មែរតាហេតុអីពលរដ្ឋសៀមគេគោរពស្ដេចគេម៉េះយើងមើលសកម្មភាពស្ដេចគេនៅពេលដែលពលរដ្ឋគេមានការមិនពេញចិត្តមានការវិវាទជាមួយនឹងរដ្ឋាភិបាលដូចជាបាតកម្មរបស់ជនជាតិថៃរវាងអាវក្រហមជាមួយនឹងអាវសអាវលឿងអីហ្នឹងណាយើងមានឃើញស្ដេចគេចេញមកសម្រួលណារកដំណោះស្រាយជូនពលរដ្ឋគេគឺស្ដេចគេហ៊ានអាកាត់ហ៊ាននិយាយគេធ្វើអ្វីដើម្បីពលរដ្ឋក្នុងនាមជាស្ដេចប្រៀបដូចជាឪពុកម្ដាយផ្ដល់ភាពកក់ក្ដៅដល់កូនចៅគេផ្ដល់នៅមលុបដល់ត្រជាក់ដល់កូនចៅដំណោះស្រាយដោយសន្តិវិធីជួយដល់ពលរដ្ឋគេប្រជាជនរាស្ត្រគេចុះស្ដេចខ្មែរនេះនៅក្រុងរីរំផ្ទះបាញ់រោមងាប់អីចាស់បាយអង្គហ្នឹងហានេះញ៉ាក់នៅនឹងអត់ព្រមធ្វើអីព្រមចំប្រុសស្រីចំស្រីម៉ៃពេកស្ដេចហ្នឹងម្ដាយស្ដេចអត់មានជាប់ឈាមជាខ្មែរសំបីបន្តិចយួនកាត់អ៊ីតាលីទេហ្នឹងហើយយួនកាត់អ៊ីតាលីអញ្ចឹងទេគេអត់ខ្វល់ថារកដំណោះស្រាយឲ្យខ្មែរយ៉ាងម៉េចទេហើយដល់ទៅពេលកូនស្ដេចមកកូនស្ដេចស្អីឈ្មោះស្អីគេក្រោយហ្នឹងស្អីគេសេហមនីអីគេហ្នឹងណាថ្ងៃមានឈ្មោះតែជាស្ដេចមែនប៉ុន្តែគ្មានសមត្ថភាពទៅគ្រប់គ្រងអត់មានអំណាចទេណាបើសិនយើងមិនជាស្ដេចផងយើងគ្រាន់តែពលរដ្ឋធម្មតាអ្នកស្រែចម្ការធម្មតាជាខ្មែរធម្មតាឃើញរដ្ឋាភិបាលបំផ្លាញព្រៃឈើកាត់ទឹកកាត់ដីកាត់ព្រៃប្រឹក្សាឲ្យគេអស់លក់តិចលក់ទីអត់យើងមានការឈឺចាប់យើងស្ដាយសំណោះចុះអាស្ដេចទាំងដែលជាស្ដេចរបស់ខ្មែរនេះដែលជាស្ដេចផែនដីនេះដែលគឺស្រុកខ្មែរគឺជាស្រុករបស់ស្ដេចហ្នឹងចុះហេតុអីអត់មានការឈឺចាប់អត់មានស្ដាយអត់មានសំណោះអត់មានធ្វើធ្វើពើយើងគិតតែប៉ុណ្្នឹងហ្នឹងហើយតែមូលហេតុអ្វីណាខ្ញុំចង់មានយោបល់មួយទស្សនៈមួយបកស្រាយឲ្យយល់ទេឥឡូវឧទាហរណ៍ខ្ញុំបើឃើញគេធ្វើបាបយួនគេវាយយួនគេប្លន់ទឹកដីយួនមកឲ្យខ្មែរខ្ញុំសប្បាយចិត្តមែនទេខ្ញុំអត់តវ៉ាខ្ញុំអត់ចេញមុខខ្ញុំអត់មាត់ទេអានេះខ្ញុំចង់បកដូចគ្នាអញ្ចឹងបើស្ដេចយើងគាត់ជាស្ដេចរបស់យួនគេធ្វើបាបខ្មែរគេវាយកម្មករខ្មែរគេលួចទឹកដីខ្មែរមកឲ្យយួនរឿងអីគេស្ដេចចេញមកតវ៉ាគេសប្បាយចិត្តយ៉ា
អាកន្លែងហ្នឹងហើយសូមជម្រាបបងប្អូនឲ្យគាត់ដឹងកុំឲ្យយើងទៅស្រឡាញ់ស្ដេចអត់ប្រយោជន៍ហ្នឹងចុះហេតុអ្វីបានគេណាបានគេធ្វើច្បាប់ឲ្យគេខ្មែរយើងមានអីមានព្រះមហាក្សត្រមានស្អីមានព្រះមហាក្សត្រហ្នឹងហើយដោយសារឯងដល់គេឃើញពលរដ្ឋយើងហ្នឹងមានជំនឿជឿជាក់ថាស្ដេចហ្នឹងគឺជាស្ដេចផែនដីអ្នកមានបុណ្យអញ្ចឹងហើយបានគេយកច្បាប់ខ្មែរតែខ្មែរមានស្ដេចហ្នឹងណាតែស្ដេចយកធ្វើជាដាក់នៅក្នុងច្បាប់របស់ខ្មែរហ្នឹងដើម្បីឲ្យយើងគោរពស្រឡាញ់ច្បាប់ស្រឡាញ់ស្ដេចហើយដល់ទៅពេលពួកអ្នកនយោបាយវាដើរទាល់ច្រកវាយកស្ដេចហ្នឹងមកធ្វើជាដូចថាជាស្ពានរបស់វាដើម្បីតែធ្វើនយោបាយតច្រករបស់វាបន្តដំណើរទៅមុខទៀតអាហ្នឹងគេទុកស្ដេចធ្វើជាវត្តសាគឺជាឈ្មោះត្រូវខ្ញុំទទួលស្គាល់បាទទទួលស្គាល់ការបកស្រាយគឺត្រឹមត្រូវចាសូហ្វីគឺត្រឹមត្រូវឆ្លើយជាមួយវត្តសាបន្តិចវត្តសាក៏ថាបងស្ដេចនឹងទីងមងខ្ញុំថាស្ដេចទីងមងក៏អត់ត្រូវដែរដោយសារវាអំជាងទីងមងទៀតវាអំជាងទីងមងទៀតយ៉ាងហោចណាស់ទីងមងគេដាក់ទីងមងការពារស្រូវកុំឲ្យចាប់ចុះស៊ីស្រូវប៉ុន្តែស្ដេចនេះអំជាងទីងមងទៀតអត់មានការពារអ្វីបានមានតែបំផ្លាញខ្ញុំសុំកាត់បន្តិចយើងត្រូវប្រាប់ពលរដ្ឋថាប្រទេសយើងអត់មានស្ដេចណាពិតប្រាកដទេស្ដេចសពថ្ងៃគឺជាស្ដេចគេលើកបន្ទប់ដោយហ៊ុនសែនអញ្ចឹងដូចខ្ញុំបាននិយាយមិញអញ្ចឹងណាគឺប្រទេសយើងគេយកស្ដេចមកលើកបន្ទប់ដើម្បីតែតម្រុកដំណោះស្រាយពេលណាវាទាល់ច្រកឃើញគេចង់រំលាយគណៈបកសង្គមជាតិឃើញគេយកស្ដេចមកឲ្យសញ្ញារំលាយហើយណាហ៊ានតវ៉ាណាគ្មានណាហ៊ានតវ៉ាទេអញ្ចឹងអ្នកណាក៏ដោយតែហ៊ានតវ៉ាតែហ៊ានមើងងាយស្ដេចគឺវាគេមានច្បាប់មួយគឺត្រូវទៅប្តឹងយើងចាប់យើងយកទៅដាក់គុកព្រោះយើងនិយាយប៉ះពាល់ដល់ស្ដេចអាចធ្វើអ្វីខុសបានប៉ុន្តែវាអត់អាចធ្វើអ្វីខុសបានទេអញ្ចឹងហើយគេឃើញយើងឆ្លក់វង្វេងនឹងជឿទំនឿទុកចិត្តថាស្ដេចជាកូនប្រអិនកូនស្អីអ្នកមានបុណ្យហ្នឹងហើយអញ្ចឹងហើយបានថាជាមនុស្សអច្ឆរិយៈគេឲ្យទៅលើកតាមអញ្ចឹងហ្នឹងហើយគេធ្វើឲ្យយើងហ្នឹងគោរពស្ដេចទាំងងងឹតងងល់អញ្ចឹងណាស្ដេចធ្វើឲ្យខុសក៏កុំនិយាយកុំថាខ្លាចបាបណាព្រោះស្ដេចជាអ្នកមានបុណ្យរបៀបអញ្ចឹងតែយើងចង់ប្រាប់ពលរដ្ឋថាស្ដេចរាល់ថ្ងៃមិនមែនជាអ្នកមានបុណ្យទេស្ដេចនេះហើយគឺជាមេខ្លោងធ្វើឲ្យប្រទេសខ្មែរធ្លាក់ក្នុងនរកអវិជ្ជាដោយសារស្ដេចហ្នឹងហើយគឺទី1ហ្នឹងឯងណាខ្ញុំសូមបន្ថែមពីលើសូហ្វីបន្តិចមិនថាស្ដេចមិនថាមេដឹកនាំមិនថាជាមហាក្សត្រឬក៏មនុស្សមេដឹកនាំមនុស្សសាមញ្ញទេណាចង់បានការគោរពស្រឡាញ់ពីពលរដ្ឋតើតែយើងនឹងធ្វើនៅអំពើដែលពលរដ្ឋមើលឃើញចេះជួយដោះទុក្ខធរៈពលរដ្ឋធ្វើអ្វីដើម្បីពលរដ្ឋហើយចុះបើស្ដេចចេញមកលលេលើដូចពលក្ដួយចឹងតើបានការគោរពមកពីពលរដ្ឋយ៉ាងម៉េចបានការស្រឡាញ់បានការគាំទ្រពីពលរដ្ឋយ៉ាងម៉េចសប្តាហ៍ថ្ងៃនេះណាមិនថាស្ដេចមិនថាមេដឹកនាំហ៊ុនសែនដឹកនាំសប្តាហ៍ថ្ងៃគ្រប់គ្រងរាជបល្ល័ង្កសប្តាហ៍ថ្ងៃនេះគឺប្រើអំណាចណាប្រើអំណាចផ្ដាច់ការចាប់បង្ខំឲ្យពលរដ្ឋគ្រប់ស្រឡាញ់បើថាចេញពីបេះដូងគ្មានទេចេញពីបេះដូងគ្មានទេសម្រាប់ពលរដ្ឋខ្មែរដឹកនាំមានតែការគម្រាមកំហែងណាចាប់ដាក់គុកដាក់ច្បាប់បំភ័យឥឡូវយើងប្រៀបធៀបឧទាហរណ៍មួយប្រៀបធៀបជាមួយហ៊ុនសែននិងលោកសំរងស៊ីហ៊ុនសែនវាអាចឌីលស្ដេចវាអាចជេរស្ដេចអាខឹមវាស្នាដូចគ្នាអញ្ចឹងវាអាចឌីលស្ដេចវាអាចថៃស្ដេចបានលោកសំរងស៊ីគ្រាន់និយាយប៉ះពាល់បន្តិចទៅឃើញគេយកលេសដាក់ប្តឹងអត់ណាហ្នឹងហើយលោកសំរងស៊ីគ្រាន់តែអង្វរស្ដេចថាកុំឲ្យធ្វើជាអាយ៉ងណាដើម្បីអញ្ចឹងគាត់និយាយអញ្ចឹងឯងកាលហ្នឹងឯងកុំឲ្យធ្វើជាអាយ៉ងឃើញឯងគេយករឿងថាលោកសំរងស៊ីមើងងាយស្ដេចណាតាំងពីអានេះអាចៃអាចារ្យអានេះនយោបាយពេកកប៉ុកក្រៅក៏វារករឿងលោកសំរងស៊ីដែរណាហ្នឹងហើយដោយសារលោកសំរងស៊ីនិយាយប៉ះពាល់ស្ដេចតែអាហ៊ុនសែនវានិយាយប៉ះពាល់ស្ដេចវាចង់រំលាយព្រះមហាក្សត្ររំលាយរាជបល្ល័ង្កស្អីណាវាគ្មានអាណាជឿបាថាថ្ងៃទេអាគឹមវាស្នាដូចគ្នាអញ្ចឹងឲ្យពលរដ្ឋយើងចេះពិចារណាស្ដេចហ្នឹងគឺជាស្ដេចទីងមងស្ដេចគឺជាស្ដេចជាឧបករណ៍ណាគេជាឧបករណ៍នយោបាយរកពួកអាយួនឈ្លានពានទេណាត្រូវចាំកន្លែងហ្នឹងចាបាទចាសូមចេញមកវិសាលខ្ញុំចង់ថាយើងដូចលើកណានោះដែលហ៊ុនសែនចេញមកនិយាយសម្លេងបាយធ្លាយហ៊ុនសែនធ្លាប់ពមៀនថាខ្ញុំទោះបីអូម៉ែស្ដេចក៏ខ្ញុំដាក់តែត្រូវដាក់ក៏ខ្ញុំដាក់ដែរខ្ញុំខ្វល់ណាទេសម្លេងហ្នឹងហេតុអីបានពួកអាញាធរក្រុងភ្នំពេញហ្នឹងពួកណែនាំវាព្រមយកហ៊ុនសែនទៅកាត់ទោសព្រមប្តឹងហ៊ុនសែនថាប្រមាថស្ដេចវាអត់មានអញ្ចឹងបានថាស្ដេចស្ថាប័នស្ដេចនៅស្រុកខ្មែរហ្នឹងគឺគ្មានតម្លៃទេសម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់ប្រទេសជាតិយើងខ្ញុំយល់ថាដូចជាមិនត្រូវការចាំបាច់ត្រូវការស្ដេចទេបើ
បើខ្ញុំជាស្ដេចវិញខ្ញុំមិនអាចគ្រប់គ្រងបានខ្ញុំគ្មានសិទ្ធិនិយាយអីបានអញ្ចឹងវាអន់ជាងប្រជាជនអន់ជាងស្អីទៀតខ្ញុំសុខចិត្តដឹកដៃម៉ែចាស់ហ្នឹងមកស្រុកបារាំងរំមកលេងចាំម៉ែវិញគ្រាន់បើជាងគ្រាន់ជាងនៅឲ្យគេមើងងាយនៅឲ្យគេប្រមាថនៅឲ្យគេបវលក្បាលដូចកូនអុកនៅស្រុកខ្មែរចោះប៉ុន្តែទទួលទៅធ្វើការមួយចៅស្នាហ្នឹងទៅព្រោះអីសិទ្ធិអ្នកហ្នឹងអត់បន្តអត់ចង់បន្តពូជស្រុកខ្មែរហ្នឹងហើយទៅធ្វើការមួយឲ្យពួកអាវាស្នាទៅពួកអាខ្ទួយហ្នឹងនោះហ្នឹងហើយហ្នឹងបញ្ហាដូចអ្វីដែលបងវិសាលមានប្រសាសន៍ចឹងស្ដេចខ្មែរសពថ្ងៃអត់មានបានជួយអ្វីដល់ពលរដ្ឋខ្មែរតែបើបំផ្លាញមានសមត្ថផលគួរឲ្យកត់សម្គាល់សុកចិត្តលុបបំបត្តិចោលនៅពិធីបុណ្យអុំទូកណាគណនាឆ្នាំនេះដោយសារភ័យខ្លាចដោយសារតែមានបដកម្មរបស់បងប្អូនកម្មករនាការវើលចាក់ឱកាសនឹងបងប្អូនកម្មករដទៃទៀតមកដើរលេងនៅភ្នំពេញបុណ្យអុំទូកអាចចូលរួមជាមួយនឹងកម្មករនាការវើលបើចឹងគេទប់ស្កាត់អានោះប្រៀបដូចជាការលុបបំបត្តិហើយលុបបំបត្តិចោលណាស្ដេចខ្មែរសញ្ញេទទួលស្គាល់លុបបំបត្តិចោលបុណ្យមាឃបូជាដែលជាបុណ្យនៃពុទ្ធសាសនាណាចោលមកសៀតមែនទែនប៉ុន្តែទទួលស្គាល់បុណ្យ7មករាថ្ងៃដែលយួនចូលឈ្លានពានខ្មែរហើយក៏ភ្លើងហើយហ៊ានចូលរួមជាមួយជនបដិការជនក្បត់ជាតិណារំលាយនៅឆន្ទៈពលរដ្ឋខ្មែរតាមរយៈនៃការរំលាយគណៈបក្សសង្គ្រោះជាតិដល់ស្រាប់តែគណៈបក្សសង្គ្រោះជាតិដែលមានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋខ្មែរស្ទើរតែណាចិត្តពាក់កណ្ដាលជើងប្រទេសចោះហេតុអីស្ដេចអ្នកប្រើខួរក្បាលនេះអាខួរក្បាលដល់ល្ងងខ្លៅនេះគិតពិចារណាបើមិនបានជួយអីយ៉ាងហើយធ្វើដល់ឪពុកបើមិនបានជួយអីរត់ទៅពួននៅចិនសំទៅចាំពេលណាស្ងប់ស្ងាត់ចាំមកវិញសំបាយគេស៊ីទៅអត់ដើម្បីរស់ដើម្បីតែធ្វើម៉េចឲ្យបានក្រងរាជបំផ្លាញធ្វើបាបពលរដ្ឋខ្លួនឯងប្រជានុរាស្ត្រខ្លួនឯងក្រងរាជធ្វើអីហ៎ក្រងរាជបើមិនបានជួយកុំបំផ្លាញកុំធ្វើបាបពលរដ្ឋខ្លួនឯងតើមានតម្លៃណាឲ្យពលរដ្ឋខ្មែរគ្រប់បើស្ដេចចោមសៀតអញ្ចឹងគេវាយពលរដ្ឋខ្មែរនៅកណ្ដាលក្រុងភ្នំពេញជនបរទេសមករំលោភនៅសិទ្ធិការងាររបស់ពលរដ្ឋខ្មែរនៅកណ្ដាលក្រុងភ្នំពេញហេតុអីធ្វើខ្វាក់ធ្វើថ្លាំងធ្វើកធ្វើមិនដឹងធ្វើមិនលឺខ្ញុំសួរទៅសេហមនីវិញអញ្ចឹងហ៎ឬមួយអាភ្លេងរាប់បាលេនោះបើកលឺសោកតខ្លាំងពេកសួរត្រឡប់ទៅវិញអញ្ចឹងធ្វើស្ដេចចោលមកសៀតធ្វើស្ដេចថោកទាបអញ្ចឹងអត់ការពារប្រជារាស្ត្រខ្លួនឯងអញ្ចឹងនៅក្រងរាជនាំបំផ្លាញជុះអាចស្អុយប្រទេសអីនិយាយប្រាត់ប្រាស់តែខោទៅណាងាប់ស្លាស់ទៅឈឺចាប់ដល់ខ្ញុំមើលឃើញគេវាយធ្វើបាបគ្រប់រូបភាពណាស់ទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរអរគុណច្រើនបងឥឡូវខ្ញុំចង់បង្ហាញវីដេអូដែលគេធ្វើបាបទៅលើបងប្អូនកម្មករនាការវើលនោះរហូតវាយគ្នាសន្លប់ហើយណាវាអត់ឲ្យយកណាអត់ឲ្យយួនបន្លំធ្វើខ្មែរច្រើនហើយឥឡូវហ្នឹងស្ដេចចោលមកសៀតដើម្បីរីករាយបល្ល័ង្កមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរត្រឹមត្រូវចចកខ្មែរត្រឹមត្រូវបងរិទ្ធស្មោះស្នេហ៍យើងមិនថាធ្វើស្អីទេបើអ្នកឯងក្រងរាជអ្នកឯងស៊ីបាយពលរដ្ឋខ្មែរអ្នកឯងស៊ីលុយពន្ធរបស់ពលរដ្ឋខ្មែរអ្នកឯងត្រូវការពារណាការពារប្រជានុរាស្ត្ររបស់ខ្លួនអានឹងណាស្ដេចព្រៀបដូចម៉ែឪអញ្ចឹងឥឡូវទីហោះកូនយើងត្រូវទៅវាយកតកឆានៅមុខអញ្ចឹងយើងសុខចិត្តឈរមើលហីបេះដូងជាយើងជាមេគ្រប់គ្រងជាឪពុកជាម្ដាយនោះបើចឹងបាននេះថាស្ដេចនឹងដូចបងបិសាចក៏មានប្រសាសន៍ចឹងបើជាស្ដេចខ្មែរគ្មានថ្ងៃឈរមើលគេធ្វើបាបប្រជានុរាស្ត្រខ្លួនចឹងទេមកពីស្ដេចនឹងមិនមែនខ្មែរបើខ្មែរអាចឈរមើលចឹងកើតទេឥឡូវខ្មែរណាកំពុងមើលពួកខ្ញុំនេះទាំង YouTube អី300អ្នកជាងនេះខ្ញុំសុំកាត់តិចណាទោះជាមិនមែនខ្មែរក៏ដោយជនបរទេសគេមើលឃើញខ្មែរគេអាណិតគេអាណិតខ្មែរជាងដែលស្ដេចផងយើងមិនមែនជាស្ដេចទេយើងគ្រាន់តែពលរដ្ឋធម្មតាយើងឈឺចាប់ឃើញគេធ្វើបាបបងប្អូនខ្មែរខ្លួនយើងឈឺចាប់យើងស្ដាយយើងសំណោះពេលពួករដ្ឋាភិបាលវាបំផ្លាញព្រៃវាលុកតិចវាលុកទីគឺថាយើងមានការស្ដាយស្ចេះស្ដេចលើសួរស្ដេចទៅវិញតែតាំងខ្លួនជាស្ដេចខ្មែរសួរថាតើអង្គើរដ្ឋាភិបាលបំផ្លាញខ្មែរសប្តាហ៍ថ្ងៃធ្វើបាបខ្មែរសប្តាហ៍ថ្ងៃមានអារម្មណ៍យ៉ាងណាសួរចេះត្រឡប់ទៅវិញឬក៏រឿងទាំងអស់ហ្នឹងស្ដេចអត់ដឹងអ្វីទាំងអស់ណាយើងអាចនិយាយថាស្ដេចស៊ីប្រាក់ខែហ៊ុនសែនហ្នឹងឯងហ៊ុនសែន
តាហ៊ានតែប្រឆាំងហ៊ុនសែនកាត់លុយអត់មានប្រាក់ខែក្រុងរីស្អីបងថាក្រុងរីធ្វើប្រភ្លើចឹងក្រុងរីស្អីហើយស្ងាត់នឹងចេញតែងតាំងអ្នកលក់លេមួយហ្នឹងធ្វើជាអង្គញាជំទាវស្ងាត់នឹងចេញតែងតាំងចុះនឹងស្ដេចគេតែងតាំងហ្នឹងសិតស្នើពីហ៊ុនសែនស្នើទៅបានតែងតាំងហើយខ្ញុំសុំទោសបងបិសាចមាននឹកឃើញអត់ស្ដេចមុខងារគាត់គ្រាន់តែតែងតាំងអ្នកផ្សេងមកធ្វើជាអង្គញាធ្វើជាស្អីថាអង្គញាជំទាវអីចឹងទៅតែងតាំងហើយដល់ពេលហ៊ុនសែនមុខងាររបស់ហ៊ុនសែនគ្រាន់តែចេញមកចែកសញ្ញាបត្រអីដល់ទស្សនាកប៉ិកកប៉ុកបន្តិចបន្តួចចែកអំណោយបន្តិចបន្តួចទៅប៉ុណ្្នឹងឯងណាអញ្ចឹងបានថាទាំងអស់ហ្នឹងស្ថាប័នខ្មែរវាទាំងសម្បុកខ្មែរគឺអាចយួនវាអ្នកគ្រប់គ្រងអញ្ចឹងហើយបានអត់អាចធ្វើអ្វីបានតាំងស្អែកតាំងពីហ៊ុនសែនយ៉ាហើយក្រសួងការពារជាតិនោះក្រសួងកងទ័ពមួយទាំងមូលនោះវាបិទភ្នែកវានាំគ្នារំដល់ម៉ារីហ្សូនទៅយកទឹកដីយកអីក៏វាខ្វល់ដែរវានៅស្ងៀមក្រសួងមហាផ្ទៃនោះដែលដឹកនាំដោយសម្ដេចសខេងគេអ៊ូតគ្រប់គ្នានោះអាណាគេដឹកអាភិនចូលរាប់តោនក៏អត់ខ្វល់ដែរក៏ដឹកដែរចេញមកសួរណាទទួលខុសត្រូវបើអាភិនមករាប់តោនណាទទួលខុសត្រូវអាណាទទួលខុសត្រូវអាហ្នឹងឯងអាអ្នកនិយាយហ្នឹងទទួលខុសត្រូវដល់ពេលអញក្រសួងការពារជាតិអាមេខ្សែសួររអ្នកទទួលខុសត្រូវហ្នឹងនិយាយថាម៉េចទេហ្នឹងមិនថាហ្នឹងហើយយើងគិតមើលតែប៉ុណ្្នឹងថាស្រុកខ្មែរយើងវាច្បុកច្បល់ប៉ុណ្ណាស្ថាប័នការពារជាតិស្ថាប័នអីហ្នឹងវាអត់មានទេវាអត់មានគឺណាគ្រប់គ្រងអត់មានណាទាំងអស់គឺញ៉ៃច្បុកច្បល់ទាំងអស់ហ៊ុនសែនហ្នឹងវាបង្ក្រាបបានតែយើងគណៈខាងបកអ្នកប្រជាធិបតេយ្យទេអ្នកណានិយាយប៉ះពាល់ឯងវាបង្ក្រាបទៅពួកយើងប៉ុណ្្នឹងប៉ុន្តែបើបញ្ហារឿងប្រទេសជាតិរឿងបញ្ហាធំដុំបញ្ហាជីវភាពប្រជាពលរដ្ឋបញ្ហាសេដ្ឋកិច្ចបញ្ហាសាងឡើងថ្លៃបញ្ហាអីទាំងអស់គឺវាអត់មានសមត្ថភាពដឹកនាំទេបងបិសាចបងឯងមានបានសូរសម្ដីហ៊ុនសែនម្សិលមួយថ្ងៃឯងដែលคลิปបងឯង share ហ្នឹងគេថាមិនគេបានដាក់បទបញ្ជាទៅឯងអញ្ចឹងអ្វីក៏ដោយគេមិនធ្វើការតាមច្បាប់តាមច្បាប់តាមទម្លាប់តាមក្រឹតក្រមទេគឺគេធ្វើការតាមបញ្ជាអញ្ចឹងឯងបានតតបញ្ជាពីហ៊ុនសែនឲ្យចាប់ឲ្យចងឲ្យធ្វើអ្វីបានធ្វើបានយ៉ាបាទវាវល់ពេញនឹងឯងព្រោះសុខខ្មែរចាព្រោះសុខខ្មែរហ៊ុនសែនតកោវានឹងប្លន់យកធ្វើជាស្រុករបស់វាអញ្ចឹងទេអ្នកណាធ្វើការក៏ដោយត្រូវតែធ្វើការតាមបញ្ជារបស់វាអញ្ចឹងឯងបានវាគៀងស្ទះពេញនឹងឯងថ្ងៃពេញនឹងឯងយើងគេឲ្យតម្លៃគេឲ្យអំណាចទៅលើហ៊ុនសែនហ្នឹងគឺអញ្ចឹងបើហ៊ុនសែនចេញដាក់បញ្ជាទៅឲ្យកាប់ព្រៃគឺកាប់ស្អាតមកអាហ្នឹងគឺហ៊ុនសែនមានអំណាចអញ្ចឹងហ៊ុនសែនដាក់បញ្ជាទៅឲ្យចាប់គណៈបកប្រឆាំងគឺឲ្យរំលាយគណៈបកប្រឆាំងគឺវារំលាយស្អាតហ្នឹងបើសិនជារឿងបញ្ហាប្រទេសជាតិយួនឆ្លៀនពៀនព្រំដែនអត់មានអ្នកណាដាក់បញ្ជាឲ្យអ្នកណាទៅត្រួតមើលទេគេថាអូចរចាគ្នាយើងទៅចរចាគ្នាយួនគេលើទឹកដីគេទេយើងចរចាគ្នាស្ងាត់ឈឹងអត់មានណាហ៊ានទេអាហ្នឹងមានណាដាក់បញ្ជាទៅដល់កន្លែងហ្នឹងបងខ្ញុំសុំជ្រាបចូលបន្តិចអាហ្នឹងខ្ញុំគឺខ្ញុំអត់ពេលណាឆ្ងាយពីស្ដេចហ្នឹងឯងខ្ញុំនៅកន្លងជើងក្រែហ្នឹងហ្នឹងហើយឲ្យកើតដែរហ្នឹងហើយខ្ញុំចង់ប្រាប់តែបងនិយាយអំពីរឿងបូរណភាពទឹកដីយោងតាមច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញខ្ញុំនិយាយយោងតាមច្បាប់តែម្ដងស្ដេចគឺជាឧត្តមក្រុមប្រឹក្សាគឺជាមេបញ្ជាការស្ដេចតំណាងឲ្យគឺការពារបូរណភាពទឹកដីតែយើងមើលឃើញការឈ្លានពានរបស់យួនចូលទឹកដីខ្មែរដែលឃើញស្ដេចចេញនិយាយមកអត់ទេអត់មានដែលចេញនិយាយមកអត់ស្ដេចអាចចេញមកដោះស្រាយរាល់បញ្ហានៅពេលមានបញ្ហាស្ដេចគឺជាអាជ្ញាកណ្ដាលណាឧត្តមក្រុមប្រឹក្សាវិទ្យាថាតម្លៃដែលមានចែងថានិយាយពីទួលនីតិកតបកិច្ចអំណាចស្ដេចមិនធម្មតាណានៅបើយើងមើលនិយាយពីទួលនីតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែស្ដេចយើងសពថ្ងៃហ្នឹងហ៎គឺថាកំសាក់ភ្នែកសហ្មងក្រុមនេះធ្វើអីខ្ញុំចង់និយាយភាសាមួយវាងដើទៅគេថារាចយអើយគេមកប្លន់ទឹកដីអត់ជនជាតិអានរឿងអីអានភ័យមិននិយាយខ្ញុំដល់ពេលឃើញហើយខ្ញុំឃើញរូបភាពណារូបភាពខ្ញុំចង់បង្ហាញអំពីរូបភាពណារូបភាពនៃការធ្វើបាតកម្មណាការអង្គុយតវ៉ារបស់បងប្អូនកម្មករ Nagawal ដែលត្រូវក្រុមសន្តិសុខរបស់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញហើយនឹងសន្តិសុខរបស់ក្រុមហ៊ុន Nagawal ហើយសន្តិសុខរបស់ក្រុមហ៊ុន Nagawal គឺជាសន្តិសុខរបស់រដ្ឋ
ដែលយកទៅឲ្យក្រុមហ៊ុន Nagawal ប្រើណាវាអយុត្តិធម៌មែនទែនបង្ហាញពីការវាយបង្ក្រាបយ៉ាងសាហាវឃោឃៅយងក្នុងពីមួយថ្ងៃទៅមួយថ្ងៃហ៊ុនសែនបង្កើតភាពសាហាវឃោឃៅខ្លាំងមែនទែនណាដោយសារតែនយោបាយទាស់ច្រករបស់ហ៊ុនសែនអស់លុយក៏អត់អីក៏អត់ចង់ហ៊ុនសែនទៅជាគឺថាកើតទៅជាមនុស្សដែលមានភាពចារឹកសាហាវឃោឃៅយងក្នុងអញ្ចឹងខ្ញុំចង់ឲ្យបងមើលបន្តិចស្ដាប់គឺនឹងសម្រេចនៃការឈឺចាប់របស់ពលរដ្ឋនេះខ្ញុំគាត់តែចង់ឲ្យស្ដាប់សម្លេងខ្លះខ្លានសម្រាប់នៃការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរងនឹងការធ្វើបាបយ៉ាងសាហាវឃោឃៅយងក្នុងរបស់កងសន្តិសុខរបស់ក្រុងភ្នំពេញនិងរបស់ Nagawal ខ្ញុំនៅដល់ឡម៉ង់ខ្ញុំស្ដាប់ឮហើយចុះស្ដាច់នៅក្នុងកណ្ដាលក្រុងភ្នំពេញនៅមុខវាំងហើយได้ស្ដាប់ឮឆ្ងល់ខ្ញុំឆ្ងល់មែនតើនេះខ្ញុំនៅដល់ឡម៉ង់ខ្ញុំស្ដាប់ឮពីការឈឺចាប់របស់បងប្អូនហើយចុះស្ដាច់ខ្មែរមិនស្ដាប់ឮខ្ញុំមិនគឺឃើញវីដេអូគឺចឹងគឺអណោយអធមណាគឺសោកសង្រេងមែនទែនដែលប្រជាជនខ្មែរយើងគ្នាសុទ្ធតែនារីគ្នាជាស្រីមានកម្លាំងទុនខ្សោយហើយប្រើសន្តិសុខមកវាយធ្វើបាបប្រជាជននៅកណ្ដាលទីក្រុងហ្នឹងហើយភ្នែកពិភពលោកដែលគេមើលឃើញដែលជះទៅគេមើលឃើញគេចឹងបាត់គេអត់ឲ្យតម្លៃប្រទេសកម្ពុជាគេអត់ឲ្យតម្លៃជនជាតិខ្មែរដោយសារទង្វើមេដឹកនាំរបៀបចឹងគឺថាគ្មានភាពថ្លៃថ្នូរមួយដែលដោះស្រាយឲ្យប្រជាជនឲ្យស្ងប់អារម្មណ៍ឲ្យគ្នាទទួលយកដោយស្ងប់ចិត្តគឺអត់មានសោះមានតែប្រើអំពើហិង្សាវាយធ្វើបាបគំរាមកំហែងទាត់ធាក់គ្នាហើយក្រសួងប៉ូលីសនោះក្រសួងប៉ូលីសនោះដែលបានរៀនសូត្រច្បាប់ទម្លាប់ចេះដឹងបើមានបាតកម្មអីមួយគឺថាក្រសួងប៉ូលីសនឹងត្រូវចេញមកការពារហេតុអីក្រុមហ៊ុនពួកក្រសួងប៉ូលីសនឹងអត់មានមកការពារសោះទៅចេញពួកអសន្តិសុខក្រុមហ៊ុនណាមកការពារពួកអាហ្នឹងវាមិនបានរៀនសូត្រអីវាបើកប្រាក់ខែពីមេវាឲ្យវាយទៅវាធាក់ហើយពីពួកហ្នឹងវាគ្មានបានរៀនសូត្រទេវាគ្មានចំណេះចេះដឹងទេខាងក្រសួងប៉ូលីសខាងមន្ត្រីរាជការដែលដឹកនាំដែលគ្រប់គ្រងទីក្រុងនោះ
ពួកហ្នឹងវាទៅណាអូដែលគេអួតថានេះសម្ដេចសខេងមានចិត្តធននោះហេតុអីមិនឃើញចេញមកការពារប្រជាពលរដ្ឋការពារគ្នាជាស្ត្រីភេទត្រូវមនុស្សប្រុសលោកលាន់ត្រូវគេទាត់ធាក់ត្រូវគេធ្វើបាបដល់ថ្នាក់រលូតកូនអីចឹងអានឹងជាទង្វើខុសខើមែនទែនជាទង្វើអសិលធម៌នឹងថាដូចក្នុងចំនួនសម័យដើមគេថាដឹករបបហ៊ុនសែនដឹកនាំសប្តាហ៍នេះគេថាជារបបដេរឆានមិនខុសទេដេរឆានគឺដូចសត្វព្រៃចឹងអាណាមានធំមានកម្លាំងមានអំណាចស៊ីអ្នកទូចហើយខ្លាស៊ីឆ្លុះអាហ្នឹងគេថាដឹកនាំដោយរបបដេរឆានវាអត់យកច្បាប់មកប្រើបើសិនជាយកច្បាប់មកប្រើយើងបញ្ហាណាការវើនឹងកំពេចកំប៉ុកទៅរឿងហ្នឹងណាក៏ដោះស្រាយបានដែរតឡើងប្រាក់ខែគ្នាឲ្យគ្នាចូលធ្វើការវិញហើយឮសូថាមិនទទួលឲ្យគ្នាធ្វើការវិញទេប៉ុន្តែវាជ្រើសរើសមនុស្សធ្វើការបន្ថែមតើធ្វើអញ្ចឹងមានន័យស្អីធ្វើអញ្ចឹងធ្វើអញ្ចឹងគឺប្រមាថមើងងាយប្រជាជនខ្មែរមែនទេអញ្ចឹងបើចង់ផ្ដាំដល់ប្រជាជនខ្មែរយើងត្រូវក្រោកឈរឡើងជួយគ្នាវាមិនត្រឹមប្រមាថមើងងាយប្រជាពលរដ្ឋខ្មែរទេវាប្រមាថវាមើងងាយវាជន់ឈ្លីច្បាប់ខ្មែរទៀតច្បាប់ស្រុកខ្មែរបាទហ្នឹងហើយយើងក្បាលអាមេដឹកនាំខ្មែរនឹងទៀតត្រឹមត្រូវហ្នឹងឃើញអញ្ចឹងបើថាប្រជាជនខ្មែរយើងគ្មានតម្លៃអីជាសំរុំជាមនុស្សរស់នៅជាមនុស្សជាតិដូចប្រទេសគេចិត្តខាងដែរគេមើងងាយយើងមែនទេបងប្អូនត្រូវតែស្ទុះស្ទាឡើងត្រូវការពារខ្លួនឯងបើខ្ញុំគិតវិញNagavel ហ្នឹងគ្មានឈ្មួញបរទេសណាគេមកគឺតកូលហ៊ុនហ្នឹងតែម្ដងពីព្រោះឈ្មួញបរទេសពេលវារកស៊ីបានកន្លែងណាណាវាខ្លាចខូចគឺខ្លាចរដ្ឋាភិបាលដេញទៅឬមិនឲ្យធ្វើកងត្រាបន្តទៅទៀតគឺវាធ្វើតាមក្រមច្បាប់កម្មករច្បាប់សហជីពអីទាំងអស់ហ្នឹងហើយប៉ុន្តែអានេះវាអត់គោរពច្បាប់សហជីពវាធ្វើបាបកម្មករទាំងអស់អញ្ចឹងបានន័យថាអត់មែនជាតកែក្រុមហ៊ុនតកែបរទេសខ្ញុំអត់ជឿទេគឺពួកអាចយើងបានតែថាមានភាគហ៊ុនរបស់ប៊ុនរ៉ានីណាបាទមិនសមខ្ញុំអត់ជឿថាភាគហ៊ុនទេភាគហ៊ុនគ្រាន់តែយកឈ្មោះតែជាភាគហ៊ុនតែជាបោះវាទាំងស្រុងតែម្ដងព្រោះអានេះប្រទេសវាគ្រប់គ្រងអញ្ចឹងទេចាំយកឈ្មោះណាដាក់ណាជារឿងរបស់វាគឺបោះវាតែម្ដងអញ្ចឹងបានវាអត់រកដំណោះស្រាយហើយចាតាំងខ្ញុំតាំងគេអបមកថាឥឡូវខ្ញុំជនបរទេសខ្ញុំជនជាតិអាល្លឺម៉ង់ខ្ញុំទៅរកស៊ីស្រុកខ្មែរហើយបើសិនខ្ញុំអត់គ្រប់ច្បាប់ខ្មែរទេអត់គ្រប់នេះទេសិទ្ធិកម្មករទាំងអស់ទេអញ្ចឹងយើងខ្លាចរដ្ឋាភិបាលហ្នឹងឬក៏យើងអត់បង់ពន្ធទេអញ្ចឹងរដ្ឋាភិបាលអត់អាចទទួលយកយើងបន្តធ្វើរកស៊ីតទៀតទេគេត្រូវដេញយើងចោលទៅរកអ្នកផ្សេងហើយបើយើងរស់បានស៊ីស្រួលរស់បានកន្លែងហ្នឹងហើយរឿងអីយើងមិនគ្រប់ច្បាប់រឿងអីយើងមិនតម្លើងប្រាក់ខែឲ្យរឿងអីយើងមិនធ្វើឲ្យតាមតែច្បាប់ក្រមការងាររបស់កម្មករទាំងអស់ហ្នឹងអានឹងដោយសារតែមិនមែនជាជនបរទេសធ្វើជាថាកែហ្នឹងដោយសារតែពួកអតកូលហ៊ុនហ្នឹងឯងបានគេរកដំណោះស្រាយបានគេមិនចង់រកដំណោះស្រាយឲ្យហ្នឹងខ្ញុំគិតឃើញអញ្ចឹងណាទោះជាក្រុមហ៊ុនឯកជនក៏ដោយប៉ុន្តែក្រុមហ៊ុនឯកជនក៏គេត្រូវទោះយ៉ាងណាក៏ត្រូវនិយាយជាមួយគ្នាឥឡូវគេសុកចិត្តចេញចំណាយប៉ុណ្ណេះហើយតកូលហ៊ុនចំណាយប៉ុណ្ណេះដើម្បីរកដំណោះស្រាយឲ្យកម្មករចុះរឿងអីគេមិនរកឲ្យចាហ្នឹងយើងចិត្តគេចិត្តយើងគឺយើងត្រូវតែអញ្ចឹងហើយចាឥឡូវចេះសុំបន្ថែមពីលើសូហ្វីបន្តិចហ្នឹងហើយហើយក៏មានបងប្អូនយើងខមមិនការស្ដៅគាត់ថាកម្មករដឹងថា Nagavel ជាកម្មសិទ្ធិរបស់រដ្ឋាតែគាត់តែកម្មករអត់ហ៊ាននិយាយជាការបាត់យើងនិយាយខ្លួនយើងនិយាយចំនួនហ្នឹងហើយនិយាយហ្នឹងពួកយើងនិយាយណាគឺជារបស់ត្រកូលហ៊ុនឥឡូវយើងគាត់ថាឥឡូវបានអ្នកណារបស់អ្នកណាតែក្នុងនាមហ៊ុនសែនជាមេដឹកនាំក្នុងនាមស្ដេចសីហមុនីនឹងគឺជាស្ដេចគ្រងរាជនាពេលបច្ចុប្បន្នហ្នឹងប្រើខួរក្បាលជាមនុស្សគិតណាកុំប្រើខួរក្បាលជាដេរឆានដើម្បីដកដង្ហើមឲ្យប្រើខួរក្បាលជាមនុស្សគិតតែចេះខ្មាស់បរទេសហ៎នៅពេលដែលពលរដ្ឋខ្លួនឯងប្រជាជនរាជខ្លួនឯងត្រូវណាគេរំលោភសិទ្ធិការងារហើយប្រើសន្តិសុខឲ្យទៅធ្វើបាបចឹងណាវ័យធ្វើបាបពលរដ្ឋខ្លួនឯងនៅចំកណ្ដាលទីក្រុងភ្នំពេញចេះខ្មាស់គេហ៎ក្នុងនាមជាមេដឹកនាំសួរត្រឡប់ទៅសេហមុនីក៏ដូចជាហ៊ុនសែនចង់សួរតែអាពីក្បាលឯងឆ្លើយណាឯងឆ្លើយឯងក្បាលឯងមកស្បែកជើងអាពីក្បាលម៉ែក្មេងបើវាចេះខ្មាស់គ្មានណាបោះឆ្នោតឲ្យវាផងវាចេញមុខមកគម្រាមកំហែងសម្លុតគេចាប់គេដាក់គុករំលាយគណៈបកគេដល់គ្មានមូលហេតុមើលឥឡូវវារំលាយគណៈបកគេលោកកឹមសុខាដែលជាប្រធានគណៈបកនេះវាមិនទាន់ទៅកាត់ក្តីថាចាញ់ឬក៏ឈ្នះឬខុសឬមិនខុសផងវាចាប់គេចងគេក៏ដាក់គុកគ្រប់គ្នាហ្នឹងណាបើវាចេះខ្មាស់ណាវាធ្វើការតាមច្បាប់តាមទម្លាប់គាត់ថាអានឹងវាឈួតនឹងអំណាចវាលែងមានការអៀនខ្មៅវាឈួតថាមិនថាមនុស្សឈួតតែខ្មៅវាចា
ពួកអាតៃហៅប្រាប់ពួកឯងណាអញប្រាប់ឯងហើយសម្ដីអញប៉ុណ្ណឹងជូនខ្លះមានអ្នកខ្លះថាអញនឹងប្រើពាក្យមិនសមរម្យអញឈឺចាប់អញប្រើភាសាហ្នឹងក៏ប៉ុន្តែអំពើដែលពួកអាថោកទៀតឯងធ្វើទៅលើពលរដ្ឋខ្មែរជាពិសេសឯងកំពុងតែវាយធ្វើបាបទៅលើកម្មករនាការវើតើវាសាហាវខូខើវាអាក្រក់វាយំខ្នងណាវាសាមញ្ញលើសម្ដីអញប៉ុណ្ណាអញសួរទៅពួកឯងវិញជាពិសេសណាអាស្ដាច់ដល់លេឡហើយនឹងនេះអាមេដឹកនាំណាហ៊ុនសែនហ្នឹងអាដេរឆាហ្នឹងតែហែងកំពុងធ្វើបាបពលរដ្ឋហ្នឹងតើអំពើឯងថោកទៀតប៉ុណ្ណាឥឡូវខ្ញុំសុំឆ្លើយទៅវាថាយើងអត់មានបានប្រយោជន៍ដល់ជាតិពួកអញណាបើហែងមើលមិនឃើញតែពួកយើងគ្មានប្រយោជន៍តែពួកអញក៏មិនបំផ្លាញជាតិដោយអាហ៊ុនអាតកូលឈួតនឹងអំណាចទាំងដែរវាមិនមែនត្រឹមតែបង្ក្រាញជាតិទេវាបំផ្លាញទាំងទ្រព្យសម្បត្តិជាតិអាយុជីវិតខ្មែរគឺវារលាហើយសួរថ្ងៃវាកាន់អំណាច40ឆ្នាំស្រាប់វាជួយជាតិទេវាជួយតែត្រកូលវាទេណាវាកំពុងតែបំផ្លាញជាតិរាល់ថ្ងៃនេះហើយពួកអញតែជាគណៈបពប្រឆាំងបើក្រែងគិតថាពួកអញនឹងអត់ជួយអ្វីដល់ជាតិអាកំពុងតែនិយាយរាល់ថ្ងៃហើយកំពុងតែជួយជាតិគឺដាស់សតិអារម្មណ៍ឯងឈួតពេលលីអាវ៉ាសៃដល់ឯងនេះក៏មកឆ្លួតនឹងវិញនឹងចែកបោកពួកអាយួនឈ្លានពានឆ្នៃតទៅទៀតអាប៉ាភ្លើអាហ្នឹងអញមានប្រយោជន៍អញ្ចឹងជាពិសេសអញមានប្រយោជន៍ដល់បងប្អូនខ្មែរស្រុកខ្មែរដែលគាត់និយាយមិនថាមិនគឺអញនិយាយជំនួសពួកគាត់អាហ្នឹងគឺជាប្រយោជន៍សម្រាប់បងប្អូនខ្មែរតែមិនក្បាលអាថោកទីអាឆ្កែគេស៊ីអាចចាញ់បោកយួនឯងទេអាភ្លើហើយហ្នឹងណាឯងអារងខ្លាំងឯងហ្នឹងមើលអត់ដឹងឃើញប្រយោជន៍ទេណាហើយមើលឃើញអាទាំងមើលគេបោកប្រាស់បន្តិចទួយហើយមើលឃើញហ្នឹងណាវាយកអំណោយទៅចែកគេណាវាធ្វើឲ្យខ្មែរក្រោយយកអំណោយចែកគេជំទាវថាវាចិត្តធွာផ្ទះបាញ់អីវាកាប់ព្រៃលលីលក់ខ្ទេចយ៉ាងលលីហើយវាយកឲ្យបន្តិចបន្តួចថាវាចិត្តធွာហើយលុយគឺលុយសម្រាប់បងប្អូនខ្មែរវាយកលុយខ្មែរយកទៅឲ្យខ្មែរហើយថាវាចិត្តធွာបើវាចិត្តធွာវាចាំបាច់ប្លន់អំណាចគេយកធ្វើទៅគ្រប់គ្រងធ្វើបាបគេធ្វើអ្វីអីក៏វាចោលចុយម្រាយល្ងងចុយតម្រាយវាណាខ្ញុំប្រាប់ត្រឡប់អ្នកដែលនិយាយថាពួកយើងមិនបានគ្មានប្រយោជន៍សម្រាប់សង្គមជាតិនេះឯងប្រើខួរក្បាលគិតណាដេកគិតបន្តិចហើយបើថាមានពេលទៅតបើកទៅគុណឆ្លោះមើលមុខខ្លួនឯងតើគិតនឹងត្រូវទេការដែលយើងចេញមកនិយាយនេះតើបងប្អូននៅស្រុកខ្មែរអាចចេញមកនិយាយអ្វីដែលជាការពិតនៅក្នុងសង្គមបង្ហាញពីតថភាពពិតនៅក្នុងសង្គមបានទេអត់ទេចាប់គេដាក់គុកដាក់ច្បាប់តែយើងចេញមកលាតត្រដាងនៅការពិតអ្វីដែលជាអំពើថោកទាបរបស់ពួកអជនប្រការភាពកំសាកអត់មានការទទួលខុសត្រូវក្នុងនាមជាស្ដេចជាមលុបរបស់ពលរដ្ឋខ្មែររបស់ស្ដេចខ្មែរសប្តាហ៍នេះតែយើងមិនបាននិយាយបង្ហាញអំពីការពិតក្នុងសង្គមមិនឯងថាយើងបានចូលរួមចំណែកឡើយខុសឆ្លាស់ណាស់ទៀតពួកអញមិនបានដល់ផលប្រយោជន៍នឹងអាពួកអាចោយួនឆ្លៀនពៀននិងពួកអាក្បត់ជាតិអាតកូនផ្ទះបាញ់ចំកណ្ដាលថ្ងាសហ្នឹងឯងណាពួកអញអត់មានប្រយោជន៍សម្រាប់ពួកវាតែពួកយើងនៅក្រៅប្រទេសភាគច្រើនគឺមានប្រយោជន៍ចំពោះខ្មែរទូទៅខ្មែរស្រុតត្រង់ត្រឹមត្រូវអាហ្នឹងឲ្យមានប្រយោជន៍ចឹងហើយក៏មានប្រយោជន៍លើកក្បាលឯងដែរនេះប្រាប់ឯងហើយបើសិនជាដល់អារដ្ឋាភិបាលចោលយួនផ្ទះបាញ់ហ្នឹងក៏ឯងបានសេចក្តីសុខដោយសារពួកអញហ្នឹងណាឯងដឹងអាហ្នឹងប្រយោជន៍តែឯងមើលមិនឃើញតែពួកឯងវារងខ្លៅវាខ្លៅមើលវាមិនឃើញណាអារងកប់ឯងនៅចិត្តអញផ្ទះឯងតជ្រុះរងចាញ់ហ្នឹងណាយ៉ាអូខេពួកយើងដដើមនិយាយបងវិស័យគាត់ជ្រៀតចូលបានអូខេឥឡូវខ្ញុំចង់បន្ថែមតិចខ្ញុំចង់តបទៅអ្នកនិយាយថាពួកយើងនិយាយសប្តាហ៍ហ្នឹងគ្មានប្រយោជន៍អីដល់ប្រទេសជាតិទេអូខេឥឡូវយើងចង់ដាក់សំណួរសួរទៅវិញអ្នកនៅក្នុងស្រុកអ្នកអត់និយាយហ្នឹងតើមានប្រយោជន៍អីខ្លះដល់ជាតិអូខេឥឡូវយើងខ្ញុំចង់បកស្រាយពីបញ្ហាថាតើយើងនៅក្រៅប្រទេសយើងនិយាយហ្នឹងមានប្រយោជន៍អីខ្លះដល់ប្រទេសជាតិទី1ប្រយោជន៍សេដ្ឋកិច្ចកម្ពុជាទី2គឺប្រយោជន៍ចំណេះចេះដឹងដល់ប្រជាពលរដ្ឋខ្មែរដែលគ្នាអត់ដឹងដែលគ្នាអត់យល់ពីទង្វើរបស់រដ្ឋាភិបាលពីទង្វើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលធ្វើទៅលើប្រជាជនអានឹងជាផលប្រយោជន៍មួយចំណេះចេះដឹងជាផលប្រយោជន៍ខ្ពស់ណាស់មនុស្សយើងបើគ្មានចំណេះហើយគេមើងងាយគេប្រមាថធ្វើអីស្ដាប់គេខ្លាចគេរហូតប៉ុន្តែបើយើងមានចំណេះចេះដឹងយើងយល់ពីសមត្ថភាពយើងយល់ពីកិច្ចការយើងយល់ពីទង្វើដែលជនដឹកនាំប្រទេសហ្នឹងវាធ្វើទង្វើចឹងទៅលើប្រជាជនយល់វាអត់ហ៊ានធ្វើទេវាត្រូវតែកែប្រែតាមអ្វីដែលប្រជាជនចង់បានឥឡូវយើងចង់និយាយពីសេដ្ឋកិច្ចបន្តិចចំពោះខ្មែរនៅបងប្អូនខ្មែរយើងនៅក្រៅប្រទេសតើបងប្អូនខ្មែរនៅក្រៅប្រទេសផ្ដល់សេដ្ឋកិច្ចឲ្យខ្លះដល់ប្រទេសកម្ពុជាប្រទេសកម្ពុជានិយាយចំរស់សប្តាហ៍ថ្ងៃហ្នឹងមានច្បាប់មានអីចឹងដោយសារខ្មែរនៅក្រៅប្រទេសទេពួកយើងនៅក្រៅប្រទេសហ្នឹងគឺផ្ដល់
ជំនួយច្រើនណាស់ទៅក្នុងប្រទេសវិញចូលទៅក្នុងប្រទេសកម្មករមកធ្វើការក្រៅប្រទេសមិនថានៅប្រទេសណាមិនថាបងប្អូនខ្មែរយើងមកនៅអាមេរិកតាំងពីចំនួនមុនមកនៅខាងទ្វីបអឺរ៉ុបគឺសុទ្ធតែមានសាច់ញាតិនៅក្នុងប្រទេសទាំងអស់យើងធ្វើការយើងបានលុយយើងមានសិទ្ធិរស់នៅយើងហូបចុកគ្រប់គ្រាន់យើងសន្សំលុយខ្លះយើងបញ្ជូនផ្ញើលុយទៅអស់ហ្នឹងទៅឲ្យបងប្អូនយើងនៅស្រុកខ្មែរមិនអញ្ចឹងម្នាក់សិនមានបងប្អូននៅស្រុកខ្មែរទាំងអស់យើងសុទ្ធតែជួយជំនួយទាំងអស់អានោះហើយជាសេដ្ឋកិច្ចមួយសម្រាប់ប្រទេសកម្ពុជាយើងដែលធ្វើឲ្យសេដ្ឋកិច្ចដែលធ្វើឲ្យលុយដុល្លារនៅក្នុងប្រទេសហ្នឹងដើរអាហ្នឹងបើធ្វើឲ្យរីកចម្រើនដល់ប្រទេសមួយចំនួនពាក់កណ្ដាលដែរគឺថាបើនិយាយពីជីវភាពប្រទេសកម្ពុជាពីដើមស្រុកខ្មែរយើងអ្នកស្រុកស្រែអ្នកអីគ្នាមិនស្គាល់លុយដុល្លារទេដល់ពេលតាំងពីមានសេដ្ឋកិច្ចទីផ្សារសេរីហ្នឹងមកបានបងប្អូនប្រជាជនខ្មែរយើងនៅស្រុកក្រៅនេះខ្លះទៅរស់ស៊ីនៅក្រាស់ផ្ញើលុយហើយមានសេដ្ឋកិច្ចនៅប្រទេសកម្ពុជាហ្នឹងគឺថាផលិតផលខ្លះលក់មកនៅក្រៅប្រទេសហ្នឹងគឺដោយសារយើងនៅក្រៅប្រទេសហ្នឹងយើងឥឡូវយើងចង់ប្រាប់ទៅអ្នកដែល comment អញ្ចឹងថាបើសិនជាអត់ពួកយើងនៅក្រៅប្រទេសទេស្រែកលងទេពួកវាហ្នឹងគឺថាផឹកទឹកអាចរត់ថ្ងៃហ្នឹងឯងបញ្យល់អាមនុស្សខ្លៅកប់អញ្ចឹងវាបញ្យល់ទេបងអើយអាតសំពងវាអាហ្នឹងយើងវាល្ងងវាមិនយល់យើងប៉ុន្តែយើងបញ្យល់ឲ្យអ្នកដែលចេះស្ដាប់អ្នកអត់ចេះស្ដាប់យើងទុកម្ដងសិនភាគច្រើនយើងបញ្យល់ឲ្យអ្នកដែលចេះស្ដាប់អ្នកដែលយល់គឺចំណេះចេះដឹងមួយហ្នឹងហើយដែលយើងចង់បានដល់ពេលប្រជាជនខ្មែរយើងទាំងអស់មានចំណេះចេះដឹងហ្នឹងហើយបានគ្នាផ្លាស់ប្ដូររដ្ឋាភិបាលបាទអាហ្នឹងខ្ញុំសូមបញ្ចេញតែប៉ុណ្្នឹងបានចាអរគុណច្រើនតែខ្ញុំក៏យល់ពីសូហ្វីតាមពិតទៅពួកយើងនៅក្រៅប្រទេសណាយើងអត់មានបានប្រយោជន៍អីសម្រាប់ពួកអាចោក្បត់ជាតិហ្នឹងឯងព្រោះយើងបានបំផ្លាញពួកយើងរាល់ថ្ងៃចេញមកនិយាយរាល់ថ្ងៃបកស្បែករាល់ថ្ងៃគឺបំផ្លាញនឹងគោលនឹងបំណងរបស់វាដែលឈ្លានពានលេបទឹកដីខ្មែរគឺគោលបំណងរបស់អាយុគឺយើងកំពុងតែបំផ្លាញរាល់ថ្ងៃហ្នឹងអញ្ចឹងវាអត់មានប្រយោជន៍មែនសម្រាប់ពួកវាគឺយើងសម្រាប់ពួកយើងខ្មែរគឺមានខ្មែរគឺមានប្រយោជន៍ទេតែចំពោះអាមនុស្សល្ងងកប់ហ្នឹងថ្ងៃក្រោយកុំចូលមកតែចូលមកបកទឹកស្បែកគ្នាឯងទេឯងចាក់ទៅវិញក៏អូសក្បាលឯងធាក់ពីបិទពីជើងឯងកុំចូលមកឲ្យពួកអញបកស្បែកគ្នាឯងឯងល្ងងពេកហើយខ្ញុំនឹងខ្ញុំសូមបន្ថែមពីលើណានេះខ្ញុំនៅវិលត្រឡប់មកវិញទៅណាឆ្ងាយទេតើតើនឹងបងប្អូនកម្មករ Nagawal តាមពិតណាអ្វីដែលបងប្អូនកម្មករ Nagawal ដែលគាត់ទាមទារជាគោលនិយាយតែគោលសំខាន់តាមមួយចំណុចបានណាខ្ញុំមិនបាច់លើកទាំង9ចំណុចដែលបងប្អូនទាមទារនោះខ្ញុំយកតែមួយចំណុចមកនិយាយសំខាន់បំផុតអ្វីដែលគាត់ទាមទារសំខាន់បំផុតណាសូមឲ្យគោរពនៅសិទ្ធិការងាររបស់គាត់ណាគោរពណាទាមទារឲ្យមានសហជីពដើម្បីការពារសិទ្ធិកម្មករចុះហេតុអីក៏រដ្ឋាភិបាលរបស់ក្រុងភ្នំពេញធ្វើមិនបានឬមួយសប្តាហ៍ថ្ងៃនេះនេះឯងចាត់ទុកពលរដ្ឋខ្មែរជាទាសកររួចទៅហើយបើនេះឯងមិនដោះស្រាយបញ្ហាដែលកម្មករនៅNagawalកំពុងជួបប្រទះនឹងទេស្មើថានេះឯងកំពុងតែរំលោភនៅសិទ្ធិការងារបើចឹងអាចច្បាប់នេះចែងនៅក្នុងរដ្ឋធម្មនុញ្ញដុតចោលទៅណាហ៊ុនសែនដុតចោលទៅដែលចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់ការងារច្បាប់សហជីពច្បាប់អីនោះមានអង្គការទាំងប្រមាណអង្គការក្រៅរដ្ឋាភិបាលមានសហជីពមានបរទេសបំលីចោលទាំងអស់ទៅឯងពួកគាត់ចាំឲ្យប្រកាសប្រាប់គេថាគឺជាប្រទេសរបស់ហ៊ុនសែនណាប្រកាសគេអញ្ចឹងទៅវាល្អទៀតចាំឲ្យដល់ថ្ងៃរបស់ហ៊ុនសែនតើមានរបស់ខ្មែរណាមានបងប្អូនពលរដ្ឋខ្មែរណាបើអញ្ចឹងថាពលរដ្ឋខ្មែរហ្នឹងគឺគេគ្រប់សិទ្ធិការងាររបស់ពួកគាត់គេមានរំលោភបំពានឲ្យវាប្រកាសប្រាប់គេទៅថាជាប្រទេសរបស់វាអត់ត្រូវការសហជីពអត់មានត្រូវការច្បាប់អត់មានត្រូវការអ្វីទាំងអស់ហ្នឹងហើយដើម្បីកុំឲ្យខ្មាស់គេពេលណាប្រកាសប្រទេសថាប្រទេសជាប្រទេសខ្មែរដែលមានប្រជាធិបតេយ្យហើយយើងអត់គោរពច្បាប់ទាំងអស់ហ្នឹងអត់គោរពសិទ្ធិមនុស្សអត់គោរពសិទ្ធិកម្មករអាហ្នឹងគឺវាថោកគឺថាវាអន់គេមើលងាយថាវាខ្លៅអាហ្នឹងតែចង់បញ្ជាក់វាថាឲ្យវាទេណាកុំខឹងគេនៅពេលដែលគេចេញនិយាយណាកុំខឹងគេថាគេប្រមាថគេប្រើពាក្យអាស្រួអីអំពើដែលអ្នកឯងកំពុងធ្វើបាបទៅលើពលរដ្ឋវាថោកទៀតជាងសម្ដីគេ100លានដងទៀតណាហ៊ុនសែនអ្នកឯងកំពុងសម្លាប់ជីវិតពលរដ្ឋខ្មែរនៅកណ្ដាលក្រុងភ្នំពេញសម្លាប់ទាំងផ្នែកស្រុកអ្នកឯងកំពុងបំផ្លាញគេហើយថាអ្នកឯងដឹកនាំ40ឆ្នាំដឹកនាំបង្កើតឲ្យមានតែអំណោយបង្កើតឲ្យតែមានការឲ្យទានហ្នឹងដែលមានមេដឹកនាំណាថោកទៀតដូចអ្នកឯងចឹងដឹកនាំឲ្យពលរដ្ឋវេទនាដឹកនាំឲ្យពលរដ្ឋស្រីឃ្លានខ្លៅឃ្លានខ្លាច
គេធ្វើបីដឹកនាំគេធ្វើឲ្យពលរដ្ឋមានជីវភាពសមរម្យរស់នៅថ្លៃថ្នូរក៏ប៉ុន្តែអ្នកឯងដឹកនាំ40ឆ្នាំជាងធ្វើឲ្យពលរដ្ឋខ្មែររស់នៅភាពអាម៉ាស់ឲ្យថោកទាបដល់ធ្វើកញ្ចាស់គេគ្រប់ច្រកល្ហកប្រទេសជាតិមានតែបំណុលមានមេដឹកនាំណាថោកទាបជាងឯងអាមេដឹកនាំថោកមិនសូវមិនងុំស្ដាច់ខោកប់ថោកមិនថោកធម្មតាធ្វើដល់ស្ដាច់សោយរាជក្រងអំណាចជាមលុបជាអដំប្រឹក្សាបូរណភាពទឹកដីបូរណភាពកាច់គូមេអីអានេះបូរណភាពដុំអាចមិនតាមទេតាយួនចូលឈ្លានពានតាមអំពើចិត្តយួនចង់ប្រជាចង់ឲ្យធ្វើមិនក៏បានដែរយកភាសាយួនមកឲ្យកូនខ្មែររៀនក៏ស្ដេចក៏ហ៊ាននិយាយដែរឯណាទៅមោទនភាពក្នុងនាមយើងជាស្ដេចក្រុងរាជជាមលុបដល់ទៅចាក់ទៅឆឹងទៅឆេសម្រាប់កូនចៅដោយមកអាឆាត់អាស្ដេចឆាត់ឲ្យហៃប្រជាពលរដ្ឋខ្មែរស្រែកត្រូវគេវៃធ្វើបាបណារំលោភនៅសិទ្ធិសេរីភាពចំកណ្ដាលក្រុងភ្នំពេញធ្វើអត់ដឹងអត់ឮពេលណាទៅអ្នកឯងភ្ញាក់ខ្លួនណាទៅអ្នកឯងដឹងឮមើលឃើញពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរក្រុងរាជចៅមសៀតអញ្ចឹងណាឈប់ក្រុងរាជទៅវាថោកហ្នឹងហើយយើងមើលឃើញណាយើងមើលឃើញថាហ៊ុនសែនកំពុងតែយកពលរដ្ឋខ្មែរនៅប្រទេសរបស់ខ្លួនហ្នឹងធ្វើជាទេសកលហើយបណ្ដាហើយវាធ្វើទេសកលយួនមិនអស់ចិត្តទេសកលនយោបាយរបស់យួនមិនអស់ចិត្តវាមិនយកពលរដ្ឋធ្វើជាទេសកលទៀតឃើញទេធ្វើការនៅរោងចក្រដូចគ្នាធ្វើការនៅដូចគ្នាប៉ុន្តែប្រាក់ខែបានតិចជាងប្រទេសដទៃជាងប្រទេសយួនដែលជាកុម្មុយនីសជាងប្រទេសថៃគឺប្រាក់ខែតិចតួជាទីបំផុតប៉ុន្តែហេតុតែខ្មែរយើងវាអត់មានការងារធ្វើគ្នាចេះតែទ្រាំធ្វើទៅហើយដល់តែទ្រាំធ្វើប៉ុណ្្នឹងហើយអាច្បាប់ការងារមិនឲ្យមិនគោរពខ្លួនឯងហើយមកបណ្ដេញគ្នាចេញអត់យកគ្នាធ្វើការហ្នឹងហើយថែមទាំងធ្វើបាបគ្នាបន្ថែមទៀតអានេះហើយគឺជារដ្ឋាភិបាលចោលហ្នឹងហើយវាកំពុងតែធ្វើយើងកំពុងតែយកចោលឲ្យសប្តាហ៍វាជាអាយ៉ងរបស់គេទៀតកន្លែងខៃរបស់គេទៀតឥឡូវមកគិតមើលរាល់ថ្ងៃហ្នឹងវាបណ្ដេញកម្មករដែលគណៈកាវលចេញអត់យកគាត់ធ្វើការត្រឡប់មកវិញទេណាដោយសារតែគាត់ទាំងទាមទារឲ្យក្រុមហ៊ុនហ្នឹងគ្រប់ច្បាប់សហជីពគ្រប់ច្បាប់កម្មករស្អីអស់ហ្នឹងហើយដល់ពេលវាចង់យកយើងធ្វើជាទេសកលរបស់វាអត់គ្រប់ហើយវាដេញចេញវាយកអ្នកផ្សេងមកធ្វើទេសកលណារាល់ថ្ងៃណាអាធ្វើកម្មករក្នុងណាកាវលណាគឺកំពុងតែធ្វើយកពលរដ្ឋផ្នែកទេសកលហ្នឹងហើយខ្ញុំសូមសូហ្វីម៉ែក្មេងសូមឆ្លើយនឹងខមមិនបងប្អូនយើងថាកុំផាត់នួនគាត់ថាចេះហ៊ុនសែនបាននិយាយម្ដងហើយថាប្រទេសខ្មែរគេដណ្ដើមបានពីពួកខ្មែរក្រហមវាចង់ធ្វើអីក៏បានដែរខុសឆ្លាស់វាជានយោបាយប្រជាពិធកុហកបោកប្រាស់អាជនថោកទាបហ៊ុនសែននឹងហ៊ុនសែនមិនដែលធ្វើសង្គ្រាមដណ្ដើមហ្នឹងវាយជាមួយនឹងខ្មែរក្រហមពីពេលណាទេយួនចូលមកឈ្លានពានខ្មែរយួនលើកបន្ទប់ហ៊ុនសែនធ្វើជាអាយ៉ងក្នុងការគ្រប់គ្រងខ្មែរហ៊ុនសែនមិនដែលធ្វើសង្គ្រាមជាមួយនឹងខ្មែរក្រហមទេស្រាប់តែច្បាស់ណាបងប្អូន1979គឺជាថ្ងៃយួនចូលឈ្លានពានខ្មែរយួនវាគ្រប់គ្រងខ្មែរសួរហ៊ុនសែនត្រឡប់ទៅវិញថាចេះថាទៅយកប៉ែនសវណ្ណទុកនៅណាបើចេញក្បាលអីហ្នឹងមកចាប៉ែនសវណ្ណចាំស៊ីយកទុកណាសួរថាយកប៉ែនសវណ្ណចាំស៊ីយកទុកគេណាបើចេញក្បាលអីមកហ៊ុនសែនឯងឈប់បោកពលរដ្ឋខ្មែរតែឯងទៅរស់ពីអាពតហើយហ្នឹងហើយគឺជាពតណាដែលពតសម្រាប់ខ្មែរហ្នឹងតែឯងរត់នេះរត់ឲ្យយួនចូលទៅប្រមូលយួនឲ្យឈ្លានពានខ្មែរហ្នឹងពួកឯងហ្នឹងខ្ញុំចង់បន្ថែមតិចកាលពីសម័យឆ្នាំ79យួនចូលខ្មែរក្រហមវាយជាមួយតបហេងសំរិនតបយួនខ្មែរក្រហមហៅថាតបហេងសំរិនអាយ៉ងយួនអត់លើឈ្មោះហ៊ុនសែនទេដល់លើឈ្មោះហ៊ុនសែនទេពួកប្រាប់ទៅម្នាក់ខមមិនហ្នឹងឲ្យទៅរៀនប្រវត្តិសាស្ត្រសាថ្មីមែនទេគាត់និយាយតាមសេរីហ៊ុនសែនទេបងអូខេយើងឥឡូវយើងចង់បកស្រាយប្រាប់ទៅវិញអញ្ចឹងថាកាលពី78យួនវាយចូលមកដើរចុងឆ្នាំ78ហើយដើមឆ្នាំ79ហ្នឹងយួនវាយចូលមកគឺទប់ទល់មួយខ្មែរក្រហមខ្មែរវិទ្យុខ្មែរក្រហមស្រែកថានឹងប្រឆាំងនឹងជាមួយអាយ៉ងយួនហេងសំរិនហេងតបហេងសំរិនអាយ៉ងយួនបាទអញ្ចឹងហើយបានថាអត់មានឈ្មោះហ៊ុនសែនឯណាចេញមុខមករបស់ជាតិទេហ៊ុនសែនហ្នឹងគឺរត់ចោលស្រុកទេខ្ញុំចាំអត់ភ្លេចណាខ្ញុំគេងស្ដាប់រ៉ាឌីយ៉ូតបរណសេមានហេងសំរិនជាប្រធានខ្ញុំចាំអត់ភ្លេចទេខ្ញុំនឹងប្រហែលឆ្នាំហ្នឹងហើយត្រឹមត្រូវហ្នឹងហើយ
គឺមានលោកខេសំរិនជាប្រធានគឺចងតបរណសេមិនតែបាល់អាហ៊ុនសែនអានផ្ទះបាញ់ចំក្រាលស្ងាអានផ្ទះបាញ់ចំខ្វែកមកទៀងទៀតហ្នឹងវាក៏ហក់បោកប្រាស់វាអត់មានទៅរំដោះខ្មែរពីខ្មែរក្រហមឯណាទេមានទេអត់មានទេនេះគឺជាកញ្ចក់យួនដែលវាកំពុងបំពេញមហិច្ឆតាឲ្យយួនខ្ញុំអានញាណបានឲ្យជនជាតិយួននៅខុសច្បាប់នៅស្រុកខ្មែរអាយួនខុសច្បាប់មកស្រុកខ្មែរឲ្យធ្វើតាញាណបានទៅធ្វើកាត់ដីឲ្យយួនណាសម្បត្តិដីតាមព្រំដែនឲ្យយួនឲ្យឥឡូវយកភាសាយួនឲ្យខ្មែររៀនវាព្រមទៀតខ្មែរកម្ពុជាក្រោមគ្រាន់តែរៀនភាសាខ្មែរនៅតាមវត្តអារាមយួនបិទមិនឲ្យរៀនតែអាថោកទាបនេះវារំលោភបំពានរហូតវាហ៊ានមិនដោយឲ្យបរទេសមកធ្វើបាបខ្មែរដល់ក្នុងប្រទេសទៀតតែអាថោកទាបដល់ណាអ្នកដែលជួយខ្មែរពិតប្រាកដតាំងពី79មកមានតែលោកច័ន្ទស៊ីប៉ែនសវណ្ណច័ន្ទស៊ីទេប៉ែនច័ន្ទស៊ីគឺស្លាប់បាត់រហូតដល់ឥឡូវហ្នឹងមិនដឹងជាច័ន្ទស៊ីប្រឆាំងជាមួយវាយ៉ាងម៉េចអាចសម្លាប់គាត់បាត់បំបត្តិចោលតែម្ដងតែប៉ែនសវណ្ណអាចវាដាក់គុកល្ងឹតគឺនឹងសល់ឈ្មោះគាត់សម្លាប់មែនច័ន្ទស៊ីហ្នឹងហើយវាសម្លាប់បំបត្តិចោលតែម្ដងតែសម្ដីលោកប៉ែនសវណ្ណគឺបំបានសម្លាប់ទេយកគាត់ទៅដាក់គុកល្ងឹតហើយរឿងទាំងឡាយណាស្ដាប់សម្ដីរបស់លោកសាក់ប៉ែនសវណ្ណទៅគឺជាសម្ដីពិតណានឹងទង្វើរបស់អាហ៊ុនសែនអាកញ្ជះដល់ថោកទាបកញ្ជះយួនហ្នឹងដែលវាចង់ធ្វើធំពេកណាវាចង់ធ្វើធំពេកដែលវាធ្វើតាមយួនតែប៉ែនសវណ្ណអត់ធ្វើតាមយួនអញ្ចឹងឲ្យទៅប៉ែនសវណ្ណជាប់គុកតែអាកញ្ជះដល់ថោកទាបនេះវាធ្វើតាមគោលនយោបាយយួនដែលបញ្ជូនខ្មែរឲ្យទៅកាប់ព្រៃក៏5ហ្នឹងអាហ្នឹងហើយទៅអាចោលថោកទាបហ្នឹងវាចេញក្បាលវាតាំងពីហ្នឹងមកធ្វើជាប្រធានស្អីគេត្បូងហើយនាយករដ្ឋមន្ត្រីស្អីគេអាថោកទាបហ្នឹងភ្លេចបាត់ហើយអាហ៊ុនសែនការបរទេសក្រសួងការបរទេសហ្នឹងហើយគឺអាហ៊ុនសែនហ្នឹងហែងអត់ហែងមិនអាចបំភ្លៃប្រវត្តិសាស្ត្របានទេតែបើសិនជាហែងតាំងខ្លួនហែងធ្វើជាអ្នករំដោះជាតិខ្មែរមែនណារំដោះជាតិបើតែឧទាហរណ៍ចាស់ប៉ុន្តែជីវិតអញបងប្អូនខ្មែរជាច្រើនមិនអោយហែងមករំដោះទេបើហែងរំដោះបើហែងក្នុងនាមជា70រសធរហែងរំដោះហែងត្រូវតែរកជីវភាពរកការងារគេធ្វើយ៉ាងម៉េចក៏ឲ្យខ្មែរមានជីវិតធូរធារមិនមែនហែងចង់រំដោះគេមកហើយជីវិតគេនៅក្នុងដៃហែងចង់សម្លាប់គេពេលស្មានណាក៏បានដែរអាចោលថោកទៀតឥឡូវខ្ញុំមើល comment មួយរបស់បងប្អូនល្អខ្ញុំសូមឲ្យបងបិសាជួយឆ្លើយណារាល់គិតកម្មសម្រាប់មនុស្សល្អមានចំណេះដឹងមានស្នាដៃរាល់គិតកម្មចាប់មិនដែលបានមូលហេតុអ្វីបានជាត្រូវគ្រប់គ្រងយួនដល់ថ្នាក់នឹងតើគោលបំណងជាអ្វីបងសិទ្ធិបាទនឹងយើងដឹងហើយគោលបំណងដែលគេលុបបំបត្តិពូជសាសន៍ខ្មែរយើងគឺគេបំផ្លាញអ្នកចេះដឹងមុនគេបំផ្លាញសាសនាចេះដឹងដោយយើងឥឡូវយើងបកក្រោយទៅសម័យពុទ្ធតិចសម័យពុទ្ធយើងយល់ថាអ្នកណាក៏ថាពលពតខូខើពលពតសម្លាប់ខ្មែរដែរប៉ុន្តែយើងគិតមើលចេះសម័យពលពតហេតុអីសម័យពលពតវាសម្លាប់តែអ្នកចេះដឹងអត់ដល់គ្រូសាស្ត្រាចារ្យគ្រូបង្រៀនអ្នកដែលចេះដឹងប្រវត្តិសាស្ត្រអ្នកដែលស្អីរហូតដល់អ្នកឲ្យតែពាក់វ៉ែនតាវាចោលដល់អ្នកចេះដឹងយកទៅសម្លាប់ចោលអស់វាຕົកតាមនុស្សល្ងងដូចហ៊ុនសែនដូចអីចឹងដែលយកមកប្រើប្រាស់អានឹងបើយើងគិតឲ្យច្បាស់រហូតដល់សម័យនេះដូចគ្នាចឹងឲ្យតែអ្នកណារៀនសូត្រចេះដឹងអ្នកដែលគិតពីផលប្រយោជន៍ប្រទេសជាតិខ្មែរតែហ៊ានតវ៉ាប្រឆាំងជាមួយពួកវាគឺវាលួចធ្វើឃាតវាលួចធ្វើបាបយើងដឹងហើយគ្រប់ចំនួនខ្មែរយើងឲ្យតែមានអ្នកចំណេះចេះដឹងមានអ្នកដែលតស៊ូនឹងប្រទេសជាតិគឺងើបឡើងអត់រួចងើបបានតាមរយៈហ្នឹងគឺត្រូវគេលួចធ្វើឃាតគេលួចសម្លាប់អាហ្នឹងយើងដឹងហើយនយោបាយហ្នឹងចេញពីណាគឺនយោបាយពួកអាកុម្មុយនីសហាណូយហ្នឹងវាមិនអោយខ្មែរយើងមានចំណេះចេះដឹងទេរហូតមកដល់សម័យហ៊ុនសែនដឹកនាំយ៉ាងណាឃើញវាដែលបរៀនប្រវត្តិសាស្ត្រខ្មែរយើងឲ្យកូនខ្មែរយល់មួយកើតក្នុងសម័យ79ហ្នឹងវាបរៀនដល់រឿង79អគុណ7មករាហ្នឹងយួនជួយសង្គ្រោះជីវិតអីហ្នឹងចឹងវាអត់ដឹងថា7មករាហ្នឹងកើតឡើងដោយសារ18មីនាហ្នឹងខ្ញុំសូមកាត់បង្ហាញតិចមុនខ្ញុំភ្លេចណាយើងចង់ប្រាប់អាហ៊ុនសែនប្រាប់ទៅវិញអាហ៊ុនសែនហែងអត់អាចបោកគេបានទេអញលើកឧទាហរណ៍ហែងអាខ្វាក់ខាងបើហែងតាំងខ្លួនថាហែងជាអ្នករំដោះខ្មែរពីជំនាន់ប៉ុលពតហែងចង់ជួយជីវិតខ្មែរជំនាន់ប៉ុលពតអាពតថាអាពតសម្រាប់ខ្មែរចុះឧទាហរណ៍ចឹងចោះតែហែងក៏ចូលរួមសម្រាប់ដែរអាយួនអាចិនសម្រាប់ខ្មែរសម្រាប់3លានអ្នកជាងហើយគេបង្កើតអង្គការអីស្អីខ្មែរក្រហមនេះដុល្លារការខ្មែរក្រហម
បើហែងគិតថាហែងជួយរំដោះខ្មែរគេបង្កើតតុលាការខ្មែរខំមិនក៏ក្បាលដាស់បាញ់ហែងនឹងមិនចូលធ្វើសាកសីដើម្បីរកយុត្តិធម៌ឲ្យខ្មែរសម្រាប់3លានអ្នកជាងអាចចោលមិនបានហែងឈប់បោកគេណាបើហែងតាំងខ្លួនហែងជាអ្នករំដោះខ្មែរហែងតាំងតែអូនក្បាលចុយម្ដាយហែងហ្នឹងប្រហែលក្បាលហ្នឹងហែងចូលទៅរកដំណោះស្រាយរកឃាតករពិតប្រាកដអ្នកណាដែលជាអ្នកសម្លាប់ខ្មែរហេតុអីគេហៅហេងសំរិនឡើងធ្វើជាសាកសីតុលាការខ្មែរខំអត់ឃើញអាចោលថោកទៀតអស់ឯងឡើងទៅយកលេសថាខ្លួនឯងមានអភ័យឯកសិទ្ធិមានដំណាងទៀតឯងកុំខ្វល់អាដំណាងរាអាចឆ្កែឯងបោះចោលសិនទៅឯងឡើងទៅរកសាកសីណាទៅធ្វើជាសាកសីទៅរកយុទ្ធធម៌ឲ្យខ្មែរមិនក៏មិនឃើញក្បាលពួកឯងឡើងទៅឯងអត់ហ៊ានឡើងទេដោយសារពួកឯងនឹងជាឃាតករសម្រាប់ខ្មែរតែឯងវាបោកខ្មែរអញ្ចឹងឯងមិនអ្នករបស់ខ្មែរណាឯងជាឃាតករតើណាឯងចង់បន្លំខ្លួនធ្វើជាអ្នកជួយយ៉ាងម៉េចជួយក៏ពួកឯងសម្រាប់ខ្មែរក៏ពួកឯងជួយក៏ពួកឯងដែរឯងស្មារតីគេនឹងភ្លើណាអាខ្លាំងមកជួយទេកូនម៉ែវាមិនដែលជួយខ្មែរវាមានសម្រាប់គាត់ទៅវាធ្វើនយោបាយប្រជាពិធនឹងអាសុខនេះសូមឲ្យបងបិសាចគាត់ជួយនឹងឯងសិនសូមជួយបងបិសាចហេកុហកខ្មែរបានកាលពីចំនួនមុនអត់មានបណ្ដាញ Facebook ព័ត៌មានអីត្រឹមត្រូវឯងអាចកុហកបានឥឡូវអាទូឯង50ប្រហែលបោកអាគេមកចូលចិត្តមើលទូឯងអានេះក៏ថាទូបានបកាក៏សិចាទូលើកជើងបោកណាលើកជើងហ្នឹងអាបោកប្រាស់ហ្នឹងណាអីអាចោលថោកទៀតយ៉ាអូខេសូមឲ្យបងបិសាចគាត់បញ្ចប់បន្តិចសូមជឿវាបោកខ្មែរត្រង់ពេកអានេះមកពីការបើខ្ញុំធ្លាប់មើលឯកសារប្រវត្តិសាស្ត្រហ៊ុនសែនហ្នឹងគឺត្រូវរត់ទៅស្រុកយួនហ្នឹងការយួនវាយចូលវាយជាមួយខ្មែរក្រហមយួនវាយចូលជ្រៅកាលចុងឆ្នាំ77អញ្ចឹងប្រហែលឆ្នាំ77គឺយួនវាយចូលមកជ្រៅដោយសារខ្មែរក្រហមហ្នឹងវាវាយយួនដើម្បីទាមមរណភាពទឹកដីហ្នឹងដែលឆ្លោះគ្នាមួយយួនដល់ពេលយួនវាយបកវិញចូលជ្រៅដល់ចូលជ្រៅទៅគេខ្លាចយួនវាខ្លាចគេចោទថាវាឈ្លានពានម្ល៉េះវាដកទៅវិញវាគៀយកឆ្លើយសឹកខ្លះក្នុងចំណោមឆ្លើយសឹកហ្នឹងមានហ៊ុនសែនដែរម្ល៉េះហើយហ៊ុនសែនហ្នឹងជាឆ្លើយសឹកបត់យួនតែយួនវាយចូលយួនគៀទៅទេហ៊ុនសែនហ្នឹងមិនមែនរត់ទៅស្រុកយួនអីទៅតតាំងបង្កើតអីមកប្រឆាំងជាមួយខ្មែរក្រហមទេយួនគៀទៅយកចាប់វាដាក់គុកដោយសារបានលើអ្នកដែលយួនទៅនៅស្រុកយួនចំនួនមុនដោយប៉ែនសវណ្ណដោយចាន់ស៊ីឯអ្នកដែលយួនយកទៅបរៀនយកទៅព្យាបនេះដើម្បីមកឲ្យគ្រប់គ្រងខ្មែរហ្នឹងបានពួកខ្មែរអស់ហ្នឹងទេដែលជួយយកហ៊ុនសែនមកជាមួយគ្នាដល់ពេលគេបង្កើតអាយួនវាបង្កើត2ធ្នូរណសី2ធ្នូនៅរំដោះជាតិមកកងទ័ពហេងសំរិនកងទ័ពខ្មែរហ្នឹងមានប្រមាណអត់មានទេក្រៅវាយកតែកងទ័ពខ្មែរប្រមាណ100អ្នកប្រមាណ1000អ្នកដាក់ខាងមុខហ្នឹងឲ្យឈោត្រង់ជួថតគេមើលដល់អូកងទ័ពខ្មែរស្នេហាជាតិរណសី2ធ្នូខាងក្រោយនោះសើយួនហ្នឹងអូឡោះហើយអាហ្នឹងជានយោបាយរបស់យួនទេកុំយើងចង់ប្រាប់ហ៊ុនសែនដល់ជប់បោកប្រាស់គេទៀតទៅដែរប៉ុន្តែមិនយួនសតទេមិនជនជាតិយួនគឺខ្មែរកម្ពុជាក្រោមវាយកខ្មែរកម្ពុជាក្រោមមកធ្វើជាភាគទាហានយួនមកឲ្យខ្មែរសម្រាប់ខ្មែរបាញ់ខ្មែរហ្នឹងឯងអត់ទេទូហ្វីខ្ញុំចង់បកស្រាយរឿងតិចយើងកុំចោទខ្មែរកម្ពុជាក្រោមខ្មែរកម្ពុជាក្រោមគេស្នេហាសុខខ្មែរជាងខ្មែរយើងកណ្ដាលទៀតគេធ្វើពំយួនទេទាហានយួនតែខ្មែរកម្ពុជាក្រោមគឺយួនគាត់យួនកុម្មុយនីសហាណូយព្រោះយួនកុម្មុយនីសហាណូយហ្នឹងវាអត់ប្រើខ្មែរទេគេវាអត់ទុកចិត្តខ្មែរទេវាសុទ្ធតែតបយួនតបកុម្មុយនីសហាណូយតបព្រៃហ្នឹងបណ្ដោយដែលមកគ្រប់គ្រងណាដល់មកវាយប្រទេសកម្ពុជាយើងវាអត់ប្រើខ្មែរទេវាដឹងតែខ្មែរយើងអត់ស្មោះត្រង់នឹងវាទេម្ល៉េះហើយវាអត់ទុកចិត្តខ្មែរមួយណាឲ្យដឹកនាំទេមានតែហ៊ុនសែននឹងមួយទេដែលស្ម័គ្រចិត្តបំរើវាដោយស្មោះដែលវាទុកចិត្តម្ល៉េះហើយបានប្រមាណ40ឆ្នាំនេះក្រោមការដឹកនាំរបស់ហ៊ុនសែនណាយួនវាចំណេញខ្លាំងណាស់វាចំណេញតាំងពីទឹកដីព្រៃឈើចំណេញព្រំប្រទល់ទឹកចំណេញកោះចំណេញមួយទៀតគឺចំណេញវាបញ្ជូនអាណានិគមយួននឹងអានិគមយួនមករស់នៅស្រុកខ្មែរទូទាំង20ខេត្តក្រុងវាបង្កើតស្ទូបរហូតដល់ដំណាក់កាលទី2នេះវាបញ្ចូលភាសាវាឲ្យយើងរៀងទៀតអារឿងហ្នឹងសំខាន់ណាយើងតិចទៀតហ្នឹងបើសិនតែយើងអត់មានសម្លេងតវ៉ាអត់មានអីប្រឆាំងនឹងអាហ្នឹងទេតិចទៀតវានឹងបើកឲ្យប្រើភាសាយួនជាភាសា
ជាភាសាទូតមួយនៅក្នុងប្រទេសកម្ពុជាយើងទីទៀតវាបំបត្តិអក្សរខ្មែរចោលឲ្យប្រើភាសាយួនវិញអញ្ចឹងបើមិនចឹងបើខ្មែរយើងនៅតែល្ងីល្ងើអត់អីទេភាសាយើងកុំប្រកាន់ពូជសាសន៍ដូចជាយើងរៀនភាសាចិនភាសាអង់គ្លេសភាសាបារាំងអីហើយយើងបន្តវ៉ាផងអារឿងខុសគ្នាយើងមិនអាចយកនឹងបូកចូលគ្នាទេភាសាអង់គ្លេសភាសាបារាំងជាភាសាអន្តរជាតិមិនមែនជាភាសាអាណានិគមមកគ្រប់គ្រងទេដោយការចំនួនបារាំងឃើញទេបារាំងគ្រប់គ្រងប្រមាណជិត100ឆ្នាំមែនតើខ្មែរប្រមាណអ្នកចេះបារាំងគឺតិចណាស់ដែលចេះបារាំងដកទៅសឹងតែគ្មានណាចេះបារាំងផងហើយចេះតែអ្នករៀនសូត្រហ្នឹងចេះតែអ្នករៀនសូត្រហ្នឹងអាណានិគមយួននេះទៀតគេវាមិនទាន់ដាក់ភាសារៀនប៉ុន្តែខ្មែរយើងសុទ្ធតែរៀនស្រុកយួនអាណាមួយក្រុមពួករបបភ្នំពេញហ្នឹងពួកគណៈបកប្រជាជនអាណាមួយមិនចេះយួនហើយតែចេះយួនពួកអាយួនវាបន្លំខ្លួននៅក្នុងហ្នឹងវាចេះយួនដែរវាចេះខ្មែរដែរវាថាវាលេងឡំអនាគតទៅយើងបោះឆ្នោតតំណាងរាស្ត្របោះឆ្នោតអីទៅគឺយួនវាបោះឲ្យពេញធឹងវាបោះឲ្យតំណាងរាស្ត្រគ្នាវាទៅវាដូរពូជសាសន៍វាអាចដូរប្រទេសវាអាចដូរកម្ពុជាហ្នឹងដាក់កម្ពុជាជាខេត្តមិនមែនប្រទេសទៀតទេជាខេត្តរបស់យួនទេខេត្តកម្ពុជាអញ្ចឹងទៅយ៉ាអញ្ចឹងយើងមានអានតែ6ដល់10លានអ្នកហ្នឹងមានអីច្រើនតែខេត្តវាហ្នឹងយ៉ាមានស្អីច្រើនអញ្ចឹងមកហ្នឹងជារឿងសំខាន់អនាគតទៅយើងគឺអញ្ចឹងអនាគតទៅសំដៅបងវាយកយួន20លានអ្នកយកដាក់ចូលស្រុកខ្មែរហ្នឹងប្រទេសយួនអត់មានទលាយតែខ្មែរទាំងណែនអស់ហ្នឹងហើយពេលហ្នឹងនៅខ្មែរយើងអត់ដឹងខ្លួននៅតែគ្រប់គ្រងពួកអតកោខ្វាក់មកគេមកទៀតអតកោក្បត់ទៀតអតកោបញ្ជាក់ដល់ថោកទៀតហ្នឹងវានៅតែល្ងងខ្លៅអញ្ចឹងណាក៏ហើយតាក្រោយទីមួយទៀតខ្ញុំចង់យកភាសាសំដីសៀអនុមកបញ្យល់ប្រាប់បងប្អូនតិចខ្ញុំអត់មានវីដេអូបើនៅផ្ទះខ្ញុំមានវីដេអូយកមកចាក់ផ្សាយឲ្យប្រជាជនយើងយល់សៀអនុកាលពីឆ្នាំប្រហែលនោះគាត់និយាយថាតបហេងសរិនមាន100000នាក់នៅគេថាតបយួនគាត់ថាតបយួនដែលបន្លំខ្លួនជាមួយតបហេងសរិនមាន100000នាក់មិនអញ្ចឹងហ្នឹងហើយ100000នាក់ហើយដល់ពេលដែលវាក្នុងចំនួនអន្តៈគ្រប់គ្រងចំនួនបោះឆ្នោតហ្នឹងគឺយួនវាដកទៅតែខោអាវទេហើយវាចូលខ្លួនមកវិញសៀនុថាចុះតម្រាំថាពួកយួនហ្នឹងវាបង្កើតកូនច្រើនណាស់ក្នុងមួយឆ្នាំវាបង្កើតបានមក100000នាក់ចុះដល់30ឆ្នាំយួនវាចូល5-6លាននាក់នៅប្រទេសកម្ពុជាយើងយ៉ាហ្នឹងពួកបឡំខ្លួនផងចុះពួកចូលមកថ្មីថែមទៀតអញ្ចឹងបានថាក្នុងចំណោមប្រជាជនខ្មែរយើង16លាននាក់ហ្នឹងមិនមែនខ្មែរយើងសុទ្ធដល់អស់16លាននាក់ទេខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងយល់ចេះខ្មែរពីជំនាន់មុនជំនាន់សៀអនុជំនាន់70ខ្មែរមាន7លាននាក់បន្ទាប់ពីសង្គ្រាមសម័យប៉ុលពតស្លាប់អស់គេទៅធ្វើស្ថិតិគេរាប់ប្រជាជនខ្មែរស្លាប់អស់3លាននាក់ជាងមានន័យថាប្រជាជនខ្មែរយើងសល់3លាននាក់ជាងមែនទេ3លានកន្លះទេចុះហើយដល់ពេលបោះឆ្នោតឆ្នាំ93រយៈពេល10ឆ្នាំខ្មែរឡើង10លាននាក់តើ10លាននាក់មកប៉ុណ្ណាខ្ញុំឧទាហរណ៍ចេះថាតើនារីខ្មែរយើងមួយឆ្នាំបង្កើតកូនបានបង្កើតកូនមក10ហើយបានខ្មែរឡើងរំលឹងហើយត្រូវគិតការជំនាន់ប៉ុលពតវាសម្រាប់ពលបរោះខ្មែរយើងច្រើនណាខ្មែរយើងនៅមានម៉ាយច្រើនណាជឿរឿងអីក៏បង្កើតកូនបានលឿនម្លេះបើអត់មានប្តីផងហ្នឹងអាហ្នឹងហើយបានវាបញ្ចូលនៅនយោបាយយួនហ្នឹងណាបើនយោបាយបង្កើតពូជសាសន៍ហ្នឹងគេខ្លះខ្មែរបានប្តីយួនខ្មែរបានប្រពន្ធយួនវាបង្កើតពូជសាសន៍ដើម្បីឲ្យច្បងច្បល់ហ្នឹងអញ្ចឹងបានថាពួកអាគាំទ្រហ៊ុនសែនហ្នឹងសិតតែពួកកាត់ពូជសាសន៍ផងសិតតែយួនសុតផងអញ្ចឹងបាទយើងវាពិបាកណាស់បើចង់ឲ្យប្រជាជនខ្មែរយើងត្រូវចេះរៀនសូត្រត្រូវចេះតាមដាននយោបាយទោះបីយើងកាត់សាសអីក៏ដោយប៉ុន្តែយើងរស់នៅស្រុកខ្មែរយើងកើតមកនៅលើប្រទេសកម្ពុជាយើងត្រូវតែនាំគ្នាការពារទឹកដីកម្ពុជាយើងបាទខ្ញុំមានពាក្យផ្ដាំផ្ញើដល់ប៉ុណ្ណឹងបាទហ្នឹងហើយចុះមិញបាត់សម្លេងមួយការតិចអូខេសម្រាប់ខ្ញុំហ្នឹងហើយខ្ញុំនិយាយទៅយើងបានឃើញវីដេអូហ្នឹងហើយយើងបានឃើញរូបភាពណាយើងគាត់ថាខ្ញុំនៅតែនិយាយដដែលសូមឲ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្តអត់លក្ខខណ្ឌក្នុងការធ្វើបាបទៅលើបងប្អូនកម្មករនាការវើលហើយត្រូវតែដោះស្រាយបញ្ហាជូនពួកគាត់ស្គ្រាន់តែសុំតែមួយរស់ណា
អរគុណសន្តិភាពគាត់សុំរស់ផងមិនមែនអរគុណសន្តិភាពអ្នកឯងសោយសុខតបៈពួកក្រុមគ្រួសារអ្នកឯងនោះទេហើយអ្វីដែលសំខាន់ខ្ញុំផ្ដាំផ្ញើទៅស្ដេចខ្មែរសីហមុនីហ្នឹងណាបើក្រងរាជស៊ីបាយរាជហើយសូមឲ្យណាមានពេលស៊ីមានកម្លាំងហើយឲ្យគិតពីពលរដ្ឋផងសម័យនេះស្រីខ្មែរយកប្តីយួនច្រើនណាស់មិនថាស្រីខ្មែរយកប្តីយួនណាឬក៏ស្រីយួនយកប្តីខ្មែរមិនទេសំខាន់ណាអ្នកឯងរស់នៅលើទឹកដីខ្មែរអ្នកឯងត្រូវតែដឹងគុណខ្មែរហ្នឹងហើយអានេះខ្ញុំសូមឆ្លើយតបទៅប៉ុន្តែខ្ញុំផ្ដាំផ្ញើទៅស្ដេចខ្មែរនៅហ៊ុនសែនស្ដេចណាធ្វើជាស្ដេចឲ្យគេគ្រប់បើចង់ឲ្យគេគ្រប់ត្រូវចេះដោះស្រាយបញ្ហាជូនប្រជាជនរាស្ត្ររបស់ខ្លួនមើលឃើញពីការឈឺចាប់ផងកុំធ្វើខ្វាក់ធ្វើថ្លង់ធ្វើកយូរពេកគ្រប់គ្រាន់ហើយ9ខែជាងហើយបញ្ឈប់ការធ្វើខ្វាក់ធ្វើថ្លង់ធ្វើកទៅប្រជាពលណាឃើញគេវាយធ្វើបាបគ្នាស្រែករហូតគ្នាលែងចង់រស់ហើយហ្នឹងកូនក៏បាត់បង់ការងារក៏បាត់ណាជីវភាពឥឡូវដល់ថ្នាក់ទៅធ្វើមហូបណានៅមុខណាកាវលអត់មានទីចម្រោកព្រោះគ្មានលុយបង់នៅថ្លៃផ្ទះឥឡូវទៅធ្វើមហូបនៅមុខណាកាវលរងចាំដំណោះស្រាយបើពលរដ្ឋខ្មែរក្តៅក្រហល់កាហាយយ៉ាងនឹងហើយនៅដីលក់ដែរហ៎ហាសីហមុនីនៅដីលក់ដែរហ៎ខ្ញុំចេះភាសាស្ដេចផ្ទុំប៉ុន្តែប្រើភាសាស្ដេចឲ្យគ្រប់លក្ខណៈចំពោះបុគ្គលថោកទាបអញ្ចឹងវាគ្មានតម្លៃទេត្រូវតែយកខួរក្បាលណាខួរក្បាលគិតគូរអាណិតសោពលរដ្ឋផងឲ្យស័កសមនឹងឯងតម្លៃនៃថាជាស្ដេចស៊ីបាយរាស៊ីលុយពុនរបស់រានោះជម្រាបសួរបងរ៉ូបេតលីបងចាជំរាបសួរបងរ៉ូបេតលីបាត់ដំបងបងអើយបងទៅដល់អាមេរិកចង់ជួបបងឯងដល់ហើយប៉ុន្តែមិនតំណតាមបងរ៉ូបេតលីប្រកាសចំពោះខ្ញុំទៅអាមេរិកខ្ញុំចង់ជួបបងឯងខ្លាំងមែនតើក៏ប៉ុន្តែនឹងតាក់ទងតាមណាព្រោះខ្ញុំឲ្យរស្មីជួយទៅបងឯងដែរប៉ុន្តែអត់លើកហ្នឹងហើយមិនដឹងថាពេលនេះបងឯងរវល់ឬយ៉ាងម៉េចខ្ញុំមិនដឹងទេណាហ្នឹងហើយពួកខ្ញុំចង់ជួបមែនតើអូខេហ្នឹងហើយខ្ញុំក៏ផ្ដាំផ្ញើចុងក្រោយចឹងសូមឲ្យណាពិចារណាឡើងវិញកុំវាយធ្វើបាបពលរដ្ឋខ្លួនឯងខ្មាស់បរទេសណាហ៊ុនសែនខ្មាស់បរទេសកុំថោកទាបខ្លាំងពេកអ្នកឯងវាយពលរដ្ឋខ្លួនឯងដើម្បីបំពេញចិត្តថៅកែបរទេសឥឡូវថាអ្នកឯងមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Nagavel នឹងប្រហែលខ្ញុំមិនដឹងទេតែសំខាន់ណាស់អំពើដែលអ្នកឯងកំពុងធ្វើនេះគឺវាជាភាពអាម៉ាស់មួយក្នុងនាមជាមេដឹកនាំពិសេសគឺស្ដេចជាស្ដេចដែលជាមនុស្សដល់ទៅឈឹងទៅឆេរបស់ពលរដ្ឋរបស់ប្រជាជនរាស្ត្រនោះអ្នកឯងចេះខ្មាស់ចេះអៀនផងវាយធ្វើបាបពលរដ្ឋខ្លួនឯងនៅកណ្ដាលក្រុងភ្នំពេញសង្វ័យខ្លាំងណាស់ធ្វើជាមេដឹកនាំឲ្យមានគុណធម៌មានឯងមេត្តាធម៌ផងគុំសាហាវខុសខើយងខ្នងពេកខ្ញុំផ្ដាំផ្ញើទៅចឹងហើយក៏ផ្ដាំផ្ញើតាមណែតសមត្ថផល 20% របស់ហែងអត់មានតម្លៃទេអាថោកណាអាគិតកមុខស្រូតហើយនេះគិតកហែងនេះជាហ្នឹងហើយបើខ្ញុំវិញសុំសម្ដានទៅអាខ្វាងមកខាហ៊ុនសែនឈប់បោកពលរដ្ឋខ្មែរតាំងខ្លួនឯងជាអ្នករំដោះជាតិថៃយកប្រទេសធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនហាមណាពីព្រោះណាអាហ៊ុនសែនឯងមិនបានទៅរំដោះជាតិទេចេញពីកណ្ដាប់ដៃពលពតគឺអត់ទេឈប់បោកគេតទៅទៀតទៅគឺហែហ្នឹងហើយគឺជាជាតិឃាតករសម្រាប់ខ្មែរកាលពីជំនាន់ពលពតហើយហ្នឹងគឺជារួមគំនិតប្លន់ជាតិលោយកយួនមកលេបទឹកដីខ្មែរគឺហែហ្នឹងហើយអញ្ចឹងពេលនេះបើសិនតែឯងនៅតែបោកប្រាស់ពលរដ្ឋទៀតអញសំពងក្បាលឯងរាល់ថ្ងៃតោះឯងផ្ទះបាល់ចំកណ្ដាលឆ្ងាត់ងាប់តៃហោងយ៉ាប្រាប់ឲ្យហើយខ្ញុំសូមបញ្ចេញតិចមុននឹងបញ្ចប់ខ្ញុំសូមចេញទៅមុនបាទខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាជនខ្មែរវិញខ្ញុំមកផ្ដាំផ្ញើទៅពួកលើគឺហ្នឹងទេផ្ដាំផ្ញើទៅប្រជាជនខ្មែរយើងត្រូវតែសិក្សាឡើងត្រូវតែរួមគ្នាឡើងសាមគ្គីគ្នាត្រូវតែតស៊ូប្រទេសយើងប្រទេសជាតិយើងនឹងពឹងផ្អែកទៅលើបងប្អូនប្រជាជនខ្មែរនៅស្រុកខ្មែរនឹងហើយយើងសំដៅថាយើងនៅក្នុងក្រៅប្រទេសនេះយើងបានបញ្ចេញសម្លេងដែលជួយដាស់តឿនដែលជួយណែនាំបងប្អូនតែប៉ុណ្្នឹងទេអ្វីដែលពួកយើងធ្វើបានយើងនឹងខំប្រឹងធ្វើហើយថ្ងៃទី23នេះហ៊ុនសែនមកដល់នេះពួកយើងនឹងធ្វើទៀតហើយយើងនឹងទៅបាតកម្មយើងទាមទារឲ្យអន្តរជាតិឲ្យគេយល់ឲ្យគេដឹងឲ្យគេដាក់គៀបសង្កត់ឲ្យគេកែប្រែហ៊ុនសែននឹងដឹកនាំតាមរបៀបប្រជាធិបតេយ្យវិញបាទ
អ្វីដែលយើងសង្ឃឹមថាអន្តរជាតិគេនឹងដាក់សម្ពាធសេដ្ឋកិច្ចលើហ៊ុនសែននឹងកែប្រែរបៀបដឹកនាំដើម្បីឲ្យមានប្រជាធិបតេយ្យយើងមានគណៈបកប្រឆាំងចូលរួមបោះឆ្នោតនោះហើយដែលជាអ្វីដែលយើងចង់បានដែលយើងអាចដោះស្រាយប្រទេសជាតិយើងបានហើយទីមួយទៀតខ្ញុំចង់ផ្ដាំផ្ញើមួយទៀតដល់ប្រជាជនខ្មែរយើងថាជនជាតិទាំងអស់នៅក្នុងពិភពលោកនេះទៅរស់នៅស្រុកណាគឺរលាយចូលជាមួយនឹងដើមជនជាតិប្រទេសហ្នឹងដើម្បីថែរក្សាវប្បធម៌ប្រទេសជាតិហ្នឹងប៉ុន្តែជនជាតិយួននេះយើងត្រូវប្រយ័ត្នយួននេះវាទៅនៅតាណាវាអត់រលាយចូលវប្បធម៌ជាមួយគេទេគឺវាចង់បាច់បែកយកវប្បធម៌វាទៅប្រើតែឯងជាពិសេសនៅប្រទេសកម្ពុជាយើងវាទុនខ្សោយយើងទៀតហើយវប្បធម៌ប្រទេសជាតិយើងនឹងបាត់បង់ថ្ងៃណាមួយមកខានបើយើងមិនរួបរวมគ្នាបាទខ្ញុំសូមផ្ដាំផ្ញើតែប៉ុណ្្នឹងបាទសូមអរគុណជម្រាបលាទាំងអស់គ្នាជម្រាបលានឹងសុភីហើយនឹងបងប្អូនគ្នាដែលអនុញ្ញាតឲ្យខ្ញុំចូលពិភាក្សាជាមួយបាទអរគុណចាអរគុណច្រើនចាអូខេហ្នឹងឥឡូវយើងក៏និយាយវាច្រើនមកដែរហើយសូហ្វីនៅចុងបញ្ចប់នេះដូចឲ្យបងប្អូនបានស្ដាប់ពួកយើងធ្វើការបកស្រាយជជែកគ្នាជាមួយនឹងបងបិសាចកន្លងមកឲ្យដែររយៈពេល1ម៉ោងជាងហើយនេះគឺយុទ្ធសាស្ត្ររបស់យួនគឺធ្វើឲ្យខ្មែរយើងខ្លៅឃ្លានខ្លាចនេះយុទ្ធសាស្ត្រយួនគឺធ្វើឲ្យយើងណាចង់បញ្ចប់នោះបន្ថែមបន្តិចនោះថាកុំឲ្យមើងងាយព្រះមហាក្សត្រនាងសូមបន្ថែមបន្តិចហ្នឹងពួកហ្នឹងហើយយើងមិនបានមើងងាយទេតែយើងនិយាយការពិតពួកយើងណាអត់បានមើងងាយព្រះមហាក្សត្រទេបើសិនជាប្រទេសខ្មែរមានស្ដេចដ៏ត្រឹមត្រូវដែលជាស្ដេចរបស់ខ្មែរមែនគឺយើងឲ្យតម្លៃតែរាល់ថ្ងៃនេះខ្មែរយើងវាអត់មានស្ដេចទេបើសិនជាខ្មែរយើងមានស្ដេចគឺស្ដេចត្រូវមានខួរក្បាលមានភ្នែកត្រូវមើលហើយតើរដ្ឋាភិបាលសប្តាហ៍ថ្ងៃជារដ្ឋាភិបាលខ្មែរឬក៏ជារដ្ឋាភិបាលកញ្ជះយួនអាចងនៅលើទឹកដីរបស់ខ្មែរដែលវាបំផ្លិចបំផ្លាញព្រៃឈើកាត់ទឹកកាត់ដីកាត់ព្រៃព្រឹក្សាធ្វើបាបពលរដ្ឋខ្មែរតែស្ដេចអត់មានសមត្ថភាពអូក្បាលអានាយករដ្ឋមន្ត្រីមកផ្ទះវាពី3កព្រៀងណាមកបដៅវាបើសិនជាស្ដេចរបស់ខ្មែរមែនខ្ញុំមិនបាននិយាយដើមឃ្លីបទេណាបើសិនជាស្រុកខ្មែរមានស្ដេចដែលជាស្ដេចរបស់ខ្មែរតែមើលឃើញនឹងទង្វើរដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះត្រូវអូក្បាលវាមកសួរណៃនាំជាពិសេសពលរដ្ឋខ្មែរកំពុងតែវេទនានេះធ្វើបាតកម្មរដ្ឋថ្ងៃនេះគេធ្វើបាបនេះត្រូវទៅអូក្បាលរហូតសែនទៅសួរតើពលរដ្ឋខ្មែរណាតើជារៀនមានរឿងអ្វីកើតឡើងបានតែឃើញយំសែកត្រូវទៅរកហេតុរកផលរកដំណោះស្រាយជូនវាបើសិនអាហ៊ុនសែនណាអាហ៊ុនសែនវាអត់មានសមត្ថភាពទេស្ដេចហ្នឹងដែលជាស្ដេចរបស់ខ្មែរដែលមានអំណាចជាងអាហ៊ុនសែនមានអំណាចស្ដេចទេមានអំណាចជាងនាយករដ្ឋមន្ត្រីហ្នឹងទៅតែអូក្បាលហ៊ុនសែនសួរដំណើរដើមទៅរកដំណោះស្រាយជូនវាតែឥឡូវនេះខ្លួនឯងសូហ្វីសំកាត់ទៅនឹងតិចអំណាចដែលថាសូហ្វីឯងថាមានអំណាចជាងនាយករដ្ឋមន្ត្រីគាត់គេចែកនៅក្នុងរដ្ឋធម្មនុញ្ញនេះការពិតជាក់ស្ដែងហ្នឹងឯងដូចកូនកណ្ដៅអញ្ចឹងព្រោះអញ្ចឹងបានថាហ្នឹងអាអ្នកដែលថាស្ដេចមានអំណាចហ្នឹងណាបើសិនជាស្ដេចមានអំណាចមែនជាស្ដេចរបស់ខ្មែរមែនណាអាហ៊ុនសែនវាបំផ្លាញខ្ទេចបំផ្លាញខ្ទីយកទ្រព្យសម្បត្តិរបស់ខ្មែរចែកក្រុមគ្រួសារបពុរបស់វាដូចជាភ្នំតាមដូចជាស្អីបឹងតាមកដូចជាភ្នំតាម៉ៅសពបែបយ៉ាងទាំងអស់វាកាត់ចែកអានេះនោះវាស្ដេចទៅខ្ញុំឆ្លល់មកហើយព្រោះជាដីរបស់ស្ដេចជាផ្ទះរបស់ស្ដេចរឿងអីអនុញ្ញាតឲ្យអាមនុស្សរងខ្លៅចាត់ចែងបានតាមចិត្តអានឹងចង់និយាយអញ្ចឹងពួកយើងមិនបានមើងងាយស្ដេចទេបើសិនជាប្រទេសខ្មែរមានស្ដេចដ៏ត្រឹមត្រូវគេជាស្ដេចរបស់ខ្មែរតែធ្វើឲ្យខ្មែររីកចម្រើនហើយអាស្ដេចនេះជាស្ដេចចាត់បនិមិត្តពួកម៉ែស្ដេចហ្នឹងមិនមែនចោះឈាមខ្មែរសូម្បីតែបន្តិចគឺឈាមយួនហើយអ៊ីតាលីទេណាអាដល់ពេលឥឡូវអាស៊ីអានោះងាប់ចោលទៀតគឺអត់មានស្ដេចខ្មែរតែម្ដងណាបើសិនជានិយាយនឹងតាំងខ្លួនជាស្ដេចខ្មែរត្រូវតែរកដំណោះស្រាយជូនខ្មែរណាហ្នឹងហើយអញ្ចឹងទេពួកយើងខ្ញុំសូមបន្ថែមពីលើសូហ្វីបន្តិចនិយាយអំពីតួនាទីកាតព្វកិច្ចរបស់ស្ដេចយោងតាមរដ្ឋធម្មនុញ្ញច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងផ្ដល់នៅអំណាចទៅដល់ស្ដេចណាខ្ញុំបន្ថែមពីលើសូហ្វីបន្តិចព្រោះសូហ្វីគាត់បកស្រាយបានក្បោះក្បាយល្អណាស់បើយើងមិនបានមើងងាយទេប៉ុន្តែបើយោងតាមឯងគេចែងក្នុងច្បាប់និយាយពីអំណាចស្ដេចតែមិនធម្មតាទេណាគ្រប់គ្រងនាយករដ្ឋមន្ត្រីទៀតជាឧត្តមក្រុមប្រឹក្សាជាឧត្តមនេះថាគ្រប់គ្រងទាំងអស់ហើយគឺជាមេបញ្ជាការពារទឹកដីតើស្ដេចនឹងមានធ្វើតាមតួនាទីកាតព្វកិច្ចដែលច្បាប់បានចែងឲ្យបានលើកតម្កើងហ្នឹងឯងស្ដេចនឹងមានបានបំពេញនៅតួនាទីកាតព្វកិច្ចហ្នឹងទេខ្ញុំសួរត្រឡប់ទៅវិញ
ហើយអ្វីដែលពួកខ្ញុំមកនិយាយគឺជាការឆ្លុះបញ្ចាំងពីការពិតអំពីសកម្មភាពរបស់ស្ដេចតើស្ដេចនឹងមានបានបំពេញកាតព្វកិច្ចរបស់ខ្លួនហ៎ដែលច្បាប់យើងកើតបានផ្ដល់សិទ្ធិណាតួនាទីធំណាស់និយាយពីតួនាទីនោះម៉ែអាធំប៉ុន្តែឥឡូវយើងឧទាហរណ៍អេលីសាបេតនេះស្ដេចអេលីសាបេតនិងស្ដេចអង់គ្លេសឧទាហរណ៍គេណាពិភពលោកដែលស្រឡាញ់ស្ដេចហ្នឹងហើយគេមានគេស្រឡាញ់ពួកគេឃើញទង្វើរបស់ស្ដេចហ្នឹងតែគេធ្វើអ្វីចំពោះពលរដ្ឋគេខ្លះគេជួយអ្វីដល់ពលរដ្ឋគេខ្លះហើយគេមានសិទ្ធិគេមានអំណាចលើនាយករដ្ឋមន្ត្រីហ្នឹងតែអាស្ដេចខ្វៃមានអំណាចអត់ឥឡូវយើងមិនបាច់និយាយដល់អង់គ្លេសទេយើងនិយាយតែប្រទេសដែលជាប់របងយើងគឺប្រទេសថៃហេតុអីក៏ពលរដ្ឋថៃគ្រប់ស្ដេចម៉េចណាខ្ញុំសួរចេះទៅវិញហេតុអីបានពលរដ្ឋថៃគេគោរពគេលើកតម្កើងគេបូជាណាគេផ្ដល់នូវកិត្តិយសគុណតម្លៃសម្រាប់ស្ដេចគេខ្លាំងម៉េចតើស្ដេចគេនឹងបានធ្វើអីខ្លះដើម្បីពលរដ្ឋគេតើស្ដេចគេនឹងបានជួយរកដំណោះស្រាយជូនពលរដ្ឋនៅប្រទេសគេមិនខ្លះយើងមើលតែប៉ុណ្្នឹងបានហើយយើងមិនបាច់លើកដល់អង់គ្លេសវាឆ្ងាយពេកយើងលើកត្រឹមតែប្រទេសថៃឲ្យជិតខាងរបស់យើងនេះចុះយើងងាកមកមើលស្ដេចខ្មែរយើងតើបានធ្វើអ្វីដើម្បីប្រទេសជាតិការពារនៅបូរណភាពទឹកដីជួយដល់ប្រជាពលរដ្ឋដោះស្រាយនៅបញ្ហាភាពតានតឹងនៃនយោបាយប្រទេសជាតិនៅពេលមានភាពតានតឹងតើស្ដេចយើងមានបានជួយអីទេក្រៅពីបំផ្លាញ no គឺគ្មានសរោតែម្ដងចោលមកទៀតអត់មានមកជួយទាំងអស់ក្រៅពីបំផ្លាញអត់មានបានមើងងាយស្ដេចទេតែផ្ទុយទៅវិញអាហ៊ុនសែនហើយដែលវាមើងងាយស្ដេចទាំងតកោស្ដេចតែម្ដងស្ដេចដូចនិយាយចឹងគឺហ៊ុនសែនមើងងាយស្ដេចណាយើងគ្រាន់តែនិយាយពីទង្វើសកម្មភាពស្ដោះស្ដេចទេតែអាហ៊ុនសែនគឺវាមានមើងងាយស្ដេចតែម្ដងវាសិតតែស្ដេចហ្នឹងវាចង់រំលាយព្រះរាជបារាំងស្អីរាជបារាំងស្អីរាមកាលក្បាលហ្នឹងហើយแล้วเอาស្ដេចក៏វាមិនខ្លាចដែរវាសិតនិយាយអញ្ចឹងនោះហើយវាជានាយករដ្ឋមន្ត្រីហ្នឹងហើយអញរៀនធម្មតាអញមានមើងងាយស្ដេចណាស់ស្ដេចចង់ងាប់ហ្នឹងមិនបាត់មុខញ៉ាំរងហើយឥឡូវយើងពីរនាក់មានឈ្មោះថ្មីមួយទៀតហើយអូនវ៉ែនតាដាក់ឈ្មោះថ្មីឲ្យទៀតអត់វ៉ែនតាមកឲ្យមែនការពិតតាដល់អាយុពាក់ដូចគ្នាពាក់គ្រប់តែគ្នាហ្នឹងឯងដល់អាយុហ្នឹងខ្ញុំមិនចាំនេះខ្ញុំមានតែ5ផ្ញើតែប៉ុណ្្នឹងទេហើយបងប្អូនប្រជាពលរដ្ឋខ្មែរសុំបងប្អូនខ្មែរហ្នឹងណាការឈឺចាប់ខ្ញុំឃើញបងប្អូនខ្មែរឈឺចាប់ឡើងវិញឥឡូវឈឺចាប់ដល់ឈឺចាប់ខ្លាំងពេកគាត់ទៅថាបែងចែកគាត់លេងខ្វល់អីទាំងអស់ឥឡូវគាត់ថាជួនកាលចង់គេធ្វើបាបមិនគាត់សឹកគេទ្រាំណាអញ្ចឹងបងប្អូនត្រូវតែរក្សាចំហឲ្យគិតពិចារណាឡើងវិញបានច្បាស់លាស់ណាឈប់ទន់ជ្រាយខ្ញុំមើលឃើញពីការឈឺចាប់របស់បងប្អូនជាពិសេសការឈឺចាប់របស់បងប្អូនខ្មែរកំពុងរងការធ្វើទុកបុកម្នេញធ្វើបាបពីរបបរដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងណាពីរបបក្រុងភ្នំពេញហ្នឹងថាបងប្អូនឈឺចាប់ក្នុងកម្រិតណាខ្ញុំសង្វ័យខ្ញុំអាសូរខ្ញុំឈឺចាប់ណាស់នៅពេលដែលខ្ញុំឮសូរសម្រែកនៃការឈឺចាប់របស់បងប្អូនខ្មែរស្រែកទ្រហោយំត្រូវគេវាយឡើងស្លាប់ដេកស្ដោកស្ដឹងគេអត់យកចិត្តទុកដាក់យើងរੂដោយសត្វធាតុអញ្ចឹងខ្ញុំមើលហើយខ្ញុំឈឺចាប់ខ្លាំងមែនទែនទៅខ្ញុំចេញមកស្រែកចេញមកដង្ហើយឲ្យបងប្អូនត្រូវតែក្រោបឡើងអស់គ្នាដើម្បីការពារសិទ្ធិរស់រានថ្លៃថ្នូររបស់បងប្អូនពួកយើងខ្លាំងណាស់លោកបំពេញធ្វើទុកបងប្អូនសពបែបយ៉ាងឥឡូវអាស្ដេចនឹងវាមិនចាប់អារម្មណ៍អាមេដឹកនាំវាកាន់សាហាវទៅបងប្អូនខ្លួនឯងដែលជាកម្មការនីប្រជាពលរដ្ឋខ្មែរខ្លួនឯងត្រូវតែចេញមកការពារគ្នាបើយើងខ្លួនឯងមិនចេះការពារខ្លួនឯងមិនចេះការពារគ្នាតែឲ្យប្រអិនណាមកជួយយើងឥឡូវវាអត់មានខ្វល់ទេណាវាកាន់ពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែសាហាវបងប្អូនឃើញទេកាន់តែសាហាវទៅចំណែកស្ដេចខ្មែរលប់ក្បាលបិទចិត្តឈឹងអត់មានចេញមកការពារពលរដ្ឋប្រជាជនរាជខ្លួនឯងតើយើងនៅមានសង្ឃឹមទៀតតើវាស័ក្តិសមឲ្យយើងគោរពទេអាស្ដេចកំសាកញីចឹងវាមានតម្លៃយើងគោរពទេអត់មានទេបងប្អូនបើចឹងមានតែបងប្អូនចេញមកដើម្បីការពារនៅសិទ្ធិសេរីភាពរបស់បងប្អូនការពារសិទ្ធិនៃការរស់រានណាសិទ្ធិរស់ជាមនុស្សបើយើងជីវិតខ្លួនឯងយើងមិនការពារផងនៅមានតម្លៃអីទៀតបងប្អូនត្រូវតែចេញមកការពារខ្លួនឯងឲ្យមើលគឺថាការតវ៉ាប្រឆាំងការចេញមកការពារនៅសិទ្ធិការងាររបស់បងប្អូនថោកទៀតពួកអរិឆានហ្នឹងណាពួកអស់នេះចេញចរិតមកគាត់ថាហំហួនណាជាមួយខ្មែរស្រាប់តែជាមួយយួនដ្រូនដូចយួនដំដាក់ជួយអាចដាក់ក្បាលវាចឹងដ្រូននិយាយពីស្លៀកពាក់មើលទៅសង្ហារឹងវាំភាពក្លាហានណា
តែជាមួយឯសំខាន់ដើម្បីមកវាយពលរដ្ឋខ្មែរពួកអាកំសាកពួកអាឆ្កែចតពួកអាក្រុមញៀនខ្លាំងអស់ទាំងនេះណាវាមិនមែនស្លៀកពាក់ខំហ៊ុនហ្នឹងដើម្បីមកការពារពលរដ្ឋទេពួកណាបងប្អូនណាពួកអានេះសឹកតែជាឆ្កែរបស់ឆ្កែក្រុមហ៊ុនទេសឹកតែអាញៀនខ្លាំងពួកអាញៀនមកទេពួកអស់នេះវាបញ្ចេញរិទ្ធឥទ្ធិពលវាមាស់មួនដើម្បីបលាច់ជនស្លូតត្រង់ខ្មែរដែលបាត់ដៃទទេដែលជនខ្សោយប៉ុន្តែវាត្រូនដូចឆ្កែបបែកក្បាលអញ្ចឹងទៅមួយយួនដែលឆ្លៀនពៀនខ្មែរដែលយួនបោះតង់លើទឹកដីខ្មែរត្រូនទៅរកគេបើវាគ្រាន់បើណាវាមិនមែនលើកដៃវាយពលរដ្ឋខ្លួនឯងបំពេញបំណងតកែបរទេសទេពួកអាកំសាកណាពួកអាលក់ក្បាលបរទេសបំធ្វើបាបពលរដ្ឋខ្លួនឯងខ្ញុំឃើញរូបភាពដែលវាវាយធ្វើបាបពលរដ្ឋខ្លួនឯងខ្ញុំនឹកឃើញដល់រឿងភូមិដេរឆានបងប្អូនមានបានមើលរឿងភូមិដេរឆានទេនៅពេលដែលអញហ៊ានរបស់សាលាស្រុកវាយធ្វើបាបទៅលើបងប្អូនស្ត្រីដែលយកបាយទៅឲ្យប្តីត្រូវគេចាប់ដាក់គុករឿងភូមិដេរឆានណានិយាយអំពីការបារាំងគ្រប់គ្រងខ្មែរនោះបងប្អូនបានមើលរឿងហ្នឹងទេអ្នកបកប្រែហើយនឹងសន្តិសុខរបស់សាលាស្រុកហ្នឹងខ្ញុំនឹកឃើញដល់រឿងនឹងភ្លាមអានេះគឺជាគឺថាប្រវត្តិជន់ដានក៏ទៅខ្មែរយើងមកថាលក់ក្បាលធ្វើកញ្ចក់គេគឺលក់ទាំងអស់ហ្មងទាំងអាដាមកតិនឹងឆន្ទៈវាយបានសំបីតពលរដ្ឋខ្លួនឯងវាយបានសំបីតជាតិសាសន៍ខ្លួនឯងប៉ះទៅសៀមទៅយួនមើលអត់ទេណាបើសិនជាមានការងើបឡើងតវ៉ាប្រឆាំងរបស់ពលរដ្ឋយួនណាសន្តិសុខយួនមិនងាយវាយយួនគ្នាវាការពារគ្នាវាពិសេសមេដឹកនាំវាការពារពលរដ្ឋវានឹងប្រើប្រាស់ឲ្យដឹងមានតែមេដឹកនាំខ្មែរថោកទាបតែវាសប្តាហ៍នេះវាការពារតែផលប្រយោជន៍បាក់ពួកក្រុមគ្រួសារវាអូខេថ្ងៃហ្នឹងខ្ញុំសូមអរគុណទៅដល់បងប្អូនហើយរាល់សម្ដីខុសឆ្គងទាំងម៉ានគឺថាជាសម្ដីមួយដែលបង្ហាញពីការឈឺចាប់ដែលយើងមើលឃើញនៅអំពើដ៏ថោកទាបសាហាវខូខើយងខ្នងរបស់មេដឹកនាំផ្ដាច់ការហ៊ុនសែនហើយនឹងភាពកំសោយអសមត្ថភាពធ្វើខ្វាក់ធ្វើថ្លង់របស់ស្ដេចខ្មែរអត់ជួយទៅលើប្រជាពលរដ្ឋប្រជានរាជខ្លួនឯងកំសាកអាស្ដេចកំសាកស្ដាប់មិនលឺពីការឈឺចាប់របស់ជាតិប្រជានរាជខ្លួនឯងគេវាយធ្វើបាបប៉ុណ្ណឹងហើយចាក់ខ្ញុំមានតែផ្ដាំផ្ញើប៉ុណ្ណឹងសូមឲ្យបងប្អូនពលរដ្ឋខ្មែររឹងមាំឡើងងើបឡើងការពារនៅសិទ្ធិសេរីភាពរបស់ខ្លួនឯងការពារសិទ្ធិក្នុងការរស់រានមានជីវិតការពារដើម្បីកុំឲ្យគេធ្វើទុកបុកម្នេញបងប្អូនមិនងើបឡើងមិនរួមសាមគ្គីគ្នាទេកុំសង្ឃឹមថាបងប្អូនអាចរស់បានដោយសុខស្រួលបងប្អូននឹងវេទនារហូតតកូនតចៅតទៅទៀតហើយកុំភ្លេចណាអនាគតទៅយើងនឹងខ្លាយទៅជាជនជាតិមួយដ៏ថោកទាបបំផុតគឺជាកញ្ចក់គេលើទឹកដីកំណើតខ្លួនឯងចាអូខេសូហ្វីនឹងផ្ដាំផ្ញើទៅដល់បងប្អូនយើងពួកយើងដូចជា1ម៉ោងជាងដែរហើយណាសូហ្វីហើយតបខមមិនបងប្អូនខ្លះសិនទៅហ្នឹងហើយអត់មានរឿងអ្វីផ្ដាំឆ្ងាផ្ញើពីបងប្អូនយើងស្រុកខ្មែរទេយើងត្រូវតែភ្ញាក់ខ្លួនឡើងរបបសពថ្ងៃគឺជារបបដេរឆានចោលយួនឈ្លានពានយួនវាគ្រប់គ្រងខ្មែរយើងតាំងពី79មកឥឡូវណាឥឡូវវាខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យយួនលេបទឹកដីខ្មែរស្របច្បាប់ហើយតែយួនលេបទឹកដីខ្មែរស្របច្បាប់គ្មានទេវតាគ្រូអាចារ្យណាជួយយើងkhôngបានទេក្រៅពីយើងខ្លួនឯងផ្ទាល់ឥឡូវហ្នឹងវាយើងអាចតវ៉ាយើងអាចទៅបំរាស់ធ្វើអ្វីបានតែយើងយួនចូលកាន់តែច្រើនគេបោះឆ្នោតឈ្នះគេខ្មែរកាន់ចំណាក់ស្រុកកើតជំងឺស្លាប់ទៅអញ្ចឹងខ្មែរយើងនឹងសាប់សូន្យខ្មែរនឹងស្លាប់ជាបណ្ដាលមានពលរដ្ឋយួនអញ្ចឹងប្រទេសខ្មែរនឹងបាត់ថ្ងៃណាមួយមិនខានហើយកុំបន្ទោសអ្នកនៅក្រៅប្រទេសកុំបន្ទោសណាអ្នកណាក្រៅពីបន្ទោសខ្លួនឯងគឺមកពីយើងនឹងអត់សាមគ្គីគ្នាយើងចាញ់បោកអាអ្នកនយោបាយនៅក្នុងប្រទេសអាអ្នកនយោបាយណាខ្ពស់ខាងលើគណៈបកដតេដែលយើងមិនរួមសាមគ្គីគ្នាណាអាហ្នឹងហើយគឺខ្ញុំសូមជម្រាបអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នារួមសាមគ្គីគ្នាជាធ្លុងមួយកុំទៅគ្រប់គ្រងគណៈបកកប៉ិកកប៉ុកអត់ប្រយោជន៍ខាតតែកម្លាំងទេយើងត្រូវកន្លែងណាដែលមានមនុស្សជាច្រើនទៅគ្រប់គ្រងឥឡូវយើងមិនស្រឡាញ់តែគណៈបកប៉ុន្តែមានតែគណៈបកទេដែលអាចយកឈ្នះពួកហ៊ុនសែនបានអញ្ចឹងយើងអាចជួយជាតិយើងបានបើគណៈបកយើងខ្សោយយើងទៅបោះឆ្នោតចាញ់គេយើងអត់អាចមានលទ្ធភាពទៅជួយបងប្អូនបានទេយើងអត់អាចជួយការពារមកប្រទេសខ្មែរទឹកដីធ្លីរបស់ខ្មែរឬក៏បងប្អូនខ្មែរបានទេអញ្ចឹងតើតែយើងចូលរួមក្នុងគណៈបកណាមួយឲ្យមានកម្លាំងឲ្យមានចំហរឹងមាំទើបយើងទៅជួយយើងខ្លួនឯងបានអញ្ចឹងសូមឲ្យបងប្អូនរួមគ្នាទាំងអស់គ្នាទៅគ្រប់គ្រងគណៈបកណាដែលមានសមត្ថភាពដូចជាគណៈបកភ្លើងទៀនណាដែលយើងអាចមានដាក់ក្តីសង្ឃឹមទៅលើពួកគាត់ទាំងអស់ហ្នឹងហើយអញ្ចឹងចូលរួមជាធ្លុងមួយទាំងអស់គ្នាបងប្អូនចាមានអ្វីប្រាប់ផ្សាយក្រៅពីតែទោះយើងចង់ចា
អញ្ចឹងអរគុណបងប្អូនច្រើនជូនពរបងប្អូនខ្មែរសូមមានសុខភាពល្អអញ្ចឹងថ្ងៃនឹងយើងខ្ញុំទាំងពីរនាក់ក្រុមការងារទូស្លេមអ្នកស្ការខ្មែរសូមអរគុណហើយសូមជម្រាបលាតែមុននឹងបញ្ចប់